มาลูกขึ้นมาซ้ำโจเลยเลือดอยากโจเลยเลือดได้บ้างอยากโจเลือดได้เป็นปีละของเราลูกเดียวครับลูกครับเจโยกนักบ้าสุขรูจิตเจโยกำลังสามกีปิจิปรันขมายสมัยยุคนี้มาจากการอมตาโตแต่พอเรียนในทางของเรามองลงจะมีต้องได้รับเลยนะครับสมัยโยนเลยนะครับคนเดียวนะครับการสำรวจเยี่ยมเดียวที่เกี่ยวกับใจในความเชื่อเดียวกำลังสร้างคนดีแต่วันรวมในกองโอนทุกอย่างที่พบโลกนี่คือในเราผมรอในที่เอาข้างบ้านจึงมาดูตรงต้นเป็นสมาธิบนโลกเอาในเรื่องว่าโลกที่เรื่องของโลกที่ได้รับที่ปัจจัยในตัวที่เป็นความจริงของโดยเฉพาะส่วนที่ตามองมองมาคงมองโลกที่เราเราสีเราก็ได้ว่าต้องมีมาเป็นเรื่องการมองเห็นที่โลกคือการได้ยุ่งยุ่งที่โลกกับที่เป็นเรื่องของการไม่ต้องเชื่อเอโยกำลังสร้างมันดีทำไมสู้จังเป็นพงโลกโซ่มองบ้านโซ่ยังไงแต่ว่าเพื่อนวงโน้นของเราจะใครเรากลางกลางไปที่ผมรังจับบ้านหรือช่วยต่อการแรงต้องกับบ้องลงของออกคนบ้านตรงสมรูระยะบอกกันหอดนี้ให้ชมในบ้านชาวยึดยืนงับสงบในตรงไหนขอบคุณบ้านชมขอบคุณก่อนคณะอภิบดีบริษัทกสิกรไทยภาคในบ้านที่จะโชว์รูปต้องมีการสำรวจเรียนอย่างวัดและออกเรียนคนเรียนกสิกรที่ชาวไทยเราการชมคณะอภิบดีที่จะมีรูปบริษัทวงโยดินภาคในบ้านที่จะโชว์รูปชมการสำรวจเรียนอย่างวัดเอาหนึ่งบัตรเรียนบริษัทสมองต้นเรื่องที่ลงเรียนมาเป็นตอนนั้นจำสมบุคคลเรียนปีนี้แต่ปีก็มาปีก็ต้องมีการจัดการกันปีค่ะสมองต้นลองลงทำงานร้านความอายในตรงถึงเราถึงโดยการที่มีปีที่เรียกว่าพร้อมตามเรียนการจัดการการปีทรงกรบลงประเทศสองรังสีประเทศในปีคณะปักสัมตูเชียทรงกรบคณะอธิบดีมันเกี่ยวกับประโยชน์แต่ก็ในบางโจรูในโครงการวิธียืนมีปีนี้ว่าที่หลวงปู่มุ่งมั่นจับโครงการวิธียงทรงความเป็นญาติมีคุณบองโอนทรงวิจารณ์ปัจจุบันสู่ศัพท์เป็นออกมีไทยและซาสำหรับนกอ
ឲ្យមានភាពស្ងៀមស្ងាត់ដើម្បីជាជាការរំខានដល់ភ្ញៀវកិត្តិយសក៏ដូចជាវិញ្ញាណទាំងអស់ហើយទី2ក៏សូមជម្រាបបងប្អូនថាក្នុងករណីដែលមានផែនការការឡើងបច្ច័យដំឬក៏គឺថា emergency មានការចេញទៅតាមច្រកបុកឬក៏ច្រកជំនាញហើយធ្វើដំណើរគូត្រង់ទៅផ្លូវ Spring Valley ទៅដល់បានអនុញ្ញាតឲ្យនៅទីនេះនៅពេលដែលមានផែនការការឡើងបច្ច័យដំឃើញពឿនណាជាមានទៅទៀតបាទក៏សូមនិយាយថារក្សាភាពស្ងៀមស្ងាត់ដើម្បីជួយឲ្យមានការបង្ហាញដល់មានភាពរួមទៅក្នុងបានចូលដល់ទីនេះអត់ទៅដល់ថ្ងៃនេះនឹកយ៉ាងជឿកម្លាំងនឹកយ៉ាងប្រចាំរដ្ឋធានីបានរៀបចំកម្មវិធីសមាជមហាជនគណៈបក្សសង្គមជាតិតែអំពីរដ្ឋវិទ្យាបតៃនៅកម្ពុជាក្រោមអធិបតេយ្យភាពដ៏ខ្ពស់របស់លោកប្រធានសំរងស៊ីដែលជាប្រធានស្ដីទីគណៈបក្សសង្គមជាតិយើងនាពេលនេះបាទហើយមុននឹងចាប់ផ្ដើមកម្មវិធីក៏សូមអនុញ្ញាតពីគណៈអធិបតីក៏ដូចជាជាសក្តិយុយើងទាំងអស់គ្នាមានការក្រោកឈរឡើងដើម្បីធ្វើប្រទេសជាតិបាទជាដំបូងសូមគោរពប្រទេសជាតិអូស្ត្រាលីប្រទេសជាតិញូហ្សេឡង់ប្រទេសជាតិនៃប្រទេសជាតិកម្ពុជា
ក្នុងស្មារតីគោរពវិញ្ញាណធម៌ដល់រយៈជនស្នេហាជាតិក៏ដូចជាគ្រប់តបរោះខ្មែរយើងដែលបានលះបង់ឈាមស្រស់សាច់ស្រស់និងលះបង់គ្រប់យ៉ាងដើម្បីពុកប្រហែលជាតិយើងសូមក្នុងស្មារតីប្រមាណ30វិនាទីសូមអរគុណសូមសម្រួលវិយាបថទាំងអស់គ្នាសូមអរគុណតំទីប្រពកណ្ដាប់បដីនៅអស់ទីប្រពកទីប្រពករបស់គុំគួរមុននឹងចាប់ផ្ដើមបោះនៅកម្មវិធីសម្រាប់និយាយនេះខ្ញុំបាទតាមមានគណៈតាមកម្មវិធីសូមអនុញ្ញាតជម្រាបផ្នែករងអំពីសមត្ថភាពរបស់គណៈបកប្រជាជាតិក៏ដូចជាបងប្អូនអស់ទៅបានជួយនៅចូលរួមនៅក្នុងសមាជិកនេះដែលបានអញ្ជើញមកពីទុកគឺទីទាំងអស់នៅក្នុងបណ្ដាប្រទេសនេះក៏ដូចជាតាមបណ្ដារដ្ឋាភិបាលនៅក្នុងប្រទេសលោកនេះហើយពីដំបូងក៏សូមគោរពអញ្ជើញបងប្អូនគណៈបកសង្គ្រោះជាតិដែលអញ្ជើញមកពីប្រទេសញូហ្សេឡង់សូមមេត្តាក្រោកខ្លួនឡើងសូមអរគុណដល់គុណដល់គុណបន្តទៅទៀតបងប្អូនសាខាគណៈបកសង្គ្រោះជាតិអញ្ជើញមកពីទីក្រុងស៊ីដនីរដ្ឋញូហ្សេឡង់គណៈបកសង្គ្រោះជាតិអញ្ជើញមកពីទីក្រុងអាដាលេដសៅអូស្ត្រាលីសាខាគណៈបកសង្គ្រោះជាតិអញ្ជើញមកពីទីក្រុងBrisbaneរដ្ឋ Queensland សាខាគណៈបកសង្គ្រោះជាតិនៅរដ្ឋ Victoria ក៏ក្រោមសាខាគណៈបកសង្គ្រោះជាតិដែលអញ្ជើញមកពីទីក្រុង Canberra រដ្ឋ ACT ហើយជាងនេះទៀតជាពិសេសគឺបងប្អូនដែលបានអញ្ជើញមកឆ្ងាយជាងគេនោះគឺមកពីទីក្រុងផ្ទាល់គឺ Western Australia សូមមេត្តាក្រោកខ្លួនឡើងសូមអរគុណបាទសូមសម្រួលរាយប័ត្រទីកិច្ចចាប់ផ្ដើមដើម្បីបើកកម្មវិធីនេះសូមគោរពអញ្ជើញលោកអិនហេមរាប្រធានគណៈបកសង្គ្រោះជាតិប្រចាំរដ្ឋ Victoria និងតំណាងឲ្យសាខាគណៈបកនៅ ANC ของសូមយកអញ្ជើញសូមអរគុណសូមនិមន្តសូមអញ្ជើញគណៈបតីដើម្បីអញ្ជើញមកទីខាងមុខអបអរលោកនិងស្វាគមន៍ជាច្រើនតាមសុខភាពតាំងសោទេតាំងសុខអនោតយសយតាមរមចារិសុខទេកណាងកាយកម្មងវាចាកម្មងបតិកណាងបតិកណាងមโนកម្មងបណៃតិតេបតិកណាបតិកណានិតាត្វានិលភន្តតេបាតិកនេសូមអរគុណសូម
มีตาสูงมีวัดสายที่ว่าที่เป็นจับเราในการวิธีทรงกรมอัญเชิญโลกอันธันวาประเทียนคณะปักสำรวจเจียประจำสาขารอวิทยาหนึ่งเจียดำนางเอาซีนันอาทีในเอรันสันชาติตาขอบคุณขอบคุณนะทุกท่านในทุกห้องทุกห้องจุ่มซูมกรุ๊ปจากđấyคือโลกกินในปีสองสี่กรุ๊ปvà xong group lục mang cao lớn đang nhé đôi tổng thông zoom group thằng đang nhé rồi bao nhiêu trăm đôi lên đá lục đặt đi chiến và học luôn hai chúng ta đầu tiênคือdừng group thằng đang càng đi để được năm nướcคือlục chỉ hòn kiếnสมัยhôm qua và đầu tiênคือlục cái ná chỉ kiến con tầm với cái cột và hơi nâng trong lúc như có miếng hàng cầm chia cao còn đá thì lục làm là hơi như có miếng bàn đai nhưng chỉ còn sông rồi rất lực hai con rất cầm chiên chiên sông lúc nặng đất con cái đạp bạn sông cột chiênยังออกกูยังประเทศโคสลีนั่งอยู่เซเลนคุณส่งนายน้องชิบุกมาตัวส่งกรุ๊ปลูกใส่ซิมเองแต่จิบกินสเตย์ทุกอย่างนี้ส่งกรุ๊ปลูกมาหนาแต่จิบเริ่มจิบกินขนาดปักของจิบการประเทศส่งนายส่งส่งกรุ๊ปลูกทางนิวซีแลนด์คือลูกซาดาซีประสิทธิ์กินสิงคโปร์คุณกินนิวซีแลนด์รวมดอกสันนิกุมเป็นนักปราชญ์ประเทศเวลลิงตันที่ทำสิ่งนี้เป็นทรงกรมดอกไตรการสมณร้องแต่เชื่อนักปราชญ์ประเทศสิ่งนี้ทรงกรมดอกชัยรีมอนเทียนคณะปราชญ์ประเทศยูซาเวลยงกระทรวงกรมมาพิทักษ์ซาเวสลีที่มีลงลงสมัยเจ็บกินคณะปราชญ์ประเทศยุคยินดาราเยี่ยมเลขาdùng rộng đồng xịn sàng còn một chiếc như đã đảm bảo khi rộng rít trên đi đây khi công nhân đảm đó dùng rộng đồng phải xin làm tối nên chương báo vì đi trong thành tờ rạp là sông khăn trên yên trong sông rộng bóng ôn ông Bumi đã ban chơi vào vì đi trên sky nên trên ban cả lên ban sự việc hơi chơi vào vì những sự lớn nên vào vì rộng rõn lên ô xử lý vào cái sky nên cái mà mình lên tên tiên sang xử lý camera hay nên như sao vào đang niêm thôi cái đặc bản không chia vào trong cái nào trong bán số bao ông sớm mai hai chuân cái đặc bản không chia từng số các hai tôi có từ đó là tình chia thực tay nơiประเทศกัมพูชีត្រូវបានសម្លាប់ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលផ្ទុយនឹងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងតាមប្រឆាំងឆន្ទៈរបស់ប្រជាពលរដ្ឋដែលទង្វើសម្លាប់លទ្ធិប្រជាធិបតេយ្យនិងជំនួសដោយរបបផ្ដាច់ការប្រគល់និយមបានធ្វើឲ្យប្រទេសយើងប្រឈមគ្រោះថ្នាក់និងបញ្ហាគ្រប់បែបយ៉ាងដូចជាធនធានធម្មជាតិត្រូវបានបំផ្លាញដោយសារអំពើពុករលួយជាប្រព័ន្ធគ្មានការងារសម្រាប់ពលរដ្ឋខ្មែរព្រោះរបបផ្ដាច់ការគ្មានសមត្ថភាពនិងរបបផ្ដាច់ការដល់ជំរុំដល់ប្រជាជនដែលនាំឲ្យអ្នកវិនិយោគល្អៗបានវិនិយោគនៅស្រុកខ្មែរគ្មានសេរីភាពគ្មានយុត្តិធម៌បូរណភាពទឹកដីត្រូវប្រឈមនឹងបញ្ហាជាដើមបាទជាពលរដ្ឋខ្មែរមិនអាចបន្តនៅក្រោមរបបផ្ដាច់ការនេះទៀតទេដើម្បីអនាគតប្រទេសជាតិយើងត្រូវតែផ្លាស់ប្ដូររបបដឹកនាំ
គឺយើងត្រូវការរបបដឹកនាំជាលទ្ធិប្រជាធិបតេយ្យសេរីពិភពលោកនេះជាហេតុដែលយើងចូលរួមសមាជមហាជនគណៈបកសង្គ្រោះជាតិនៅថ្ងៃនេះបងប្អូនការផ្លាស់ប្ដូរនៅលើពិភពលោកជាទូទៅគឺមាន3ផ្នែកទី1គឺតាមរយៈបែបប្រជាធិបតេយ្យគឺបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទី2គឺដោយអំណាចមហាជនគឺការពួររលំរដ្ឋាភិបាលដោយកម្លាំងមហាជនទី3គឺដោយកងប្រដាប់អាវុធនិងសង្គមស៊ីវិលខ្ញុំចង់ឃើញការផ្លាស់ប្ដូរនៅប្រទេសរបស់យើងតាមលទ្ធិប្រជាធិបតេយ្យដូច្នេះខ្ញុំសូមជំរុញឲ្យគណៈបកប្រជាជនចាប់ផ្ដើមចរចានយោបាយជាមួយគណៈបកសង្គមស៊ីវិលតើជាគណៈបកដែលមានជាបរិបទខ្មែរគ្រប់គ្រងប្រហែលថ្មីបងប្អូនសមាជខ្មែរពលរដ្ឋខ្មែរអូស្ត្រាលីយូហ្សេឡង់ได้ពីដំណោះស្រាយកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី23ខែកុម្ភៈគឺនៅកន្លែងដែលយើងកំពុងតែជួបប្រជុំនេះដែលមានអង្គការចំនួន6ចូលរួមដែលដឹកនាំដោយប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD គឺលោកអ្នកស្រីមូសុខួរនៅក្នុងសេចក្តីសម្រេចមាន5តែក្នុងនោះខ្ញុំសូមលើក2ចំណុចទី1គឺសំណើឲ្យបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលសំណើនេះអង្គសមាជស្នើទៅគ្រប់គណៈបកនយោបាយនៅក្រៅប្រទេសដើម្បីពិនិត្យនិងអនុវត្តលោកប្រធានខ្ញុំជឿថាសំណើនេះគឺអាចចូលមកដល់គណៈបកសង្គ្រោះជាតិដែរបាទទី2គឺបង្កើតក្រុមប្រឹក្សារួបរวมជាតិបង្កើតក្រុមប្រឹក្សារួបរวมជាតិនេះគឺអ្នកដែលមិនមែននៅក្នុងគណៈបកនយោបាយសមាជមហាជនមួយទៀតគឺសមាជមហាជនគណៈបកសង្គ្រោះជាតិកាលពីថ្ងៃអាទិត្យទី22ខែមីនាឆ្នាំ2025នេះដែលបានធ្វើឡើងនៅទីក្រុងប៉ារីសបានសម្រេចបង្កើតចលនាជាតិតស៊ូដែលមានលោកប្រធានស្ដីទីសំរងស៊ីជាប្រធានខ្ញុំសូមអនុញ្ញាតអានសេចក្តីប្រកាសនិងគោលបំណងនៃសមាជដូចតទៅសេចក្តីប្រកាសបង្កើតចលនាជាតិតស៊ូដើម្បីការពារប្រទេសកម្ពុជាទឹកដីប្រទេសកម្ពុជានិងទាមទារសេរីភាពនិងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរហៅកាត់ថាចលនាជាតិតស៊ូ1ដោយយល់ឃើញថាត្រកូលហ៊ុនបានប្លន់អំណាចពីប្រជារាស្ត្រតាមរយៈការបោះឆ្នោតคล้ายច្រើនលើកច្រើនសារជាបន្តបន្ទាប់ហើយបានយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិឯកជនដាច់ថ្លៃរបស់ត្រកូលនេះ2ដោយយល់ឃើញថាត្រកូលហ៊ុនសែនជាត្រកូលក្បត់ជាតិដែលបាននឹងកំពុងកាត់ទឹកដីប្រទេសកម្ពុជាដូចជាកោះត្រល់ទៅបរទេសហើយបំរើតាមផលប្រយោជន៍បរទេសតាមគ្រប់រូបភាព3ដោយយល់ឃើញថាប្រទេសកម្ពុជាកំពុងស្ថិតក្រោមរបបចៅរាធិបតេយ្យគឺរបបដឹកនាំដោយចៅដែលប្លន់ទ្រព្យសម្បត្តិជាតិទ្រព្យសម្បត្តិរាស្ត្រនិងទ្រព្យសម្បត្តិរដ្ឋតាមតែអំពើចិត្តរបស់ពួកគេ4ដោយយល់ឃើញថាត្រកូលហ៊ុនសែនចង់តែក្រាញអំណាចហើយបន្តជិះជាន់និងធ្វើបាបប្រជារាស្ត្រយ៉ាងឃោរឃៅតាមគ្រប់រូបភាពគ្មានលហែ5ដោយយល់ឃើញថាត្រកូលហ៊ុនសែនមិនអាចអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ពិតប្រាកដដោយតម្រូវដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991បានទេពីព្រោះការបោះឆ្នោតបែបនេះនឹងបញ្ចប់អំណាចដាច់ការនៃត្រកូលនេះដែលប្រជាពលរដ្ឋកំពុងតែស្អប់ខ្ពើមយ៉ាងខ្លាំងតំណាងប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិសម្ដែងមតិពីក្រៅប្រទេសហើយដែលមានការជឿចាប់និងឆន្ទៈតស៊ូដូចជាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសក្នុងនាមប្រជាពលរដ្ឋខ្មែរទាំងមូលសម្រេចបង្កើតបាទដូច្នេះដោយមូលហេតុហ្នឹងគឺបានបង្កើតគណៈបកបង្កើតចលនាជាតិតស៊ូចលនាជាតិតស៊ូដើម្បីការពារទឹកដីប្រទេសកម្ពុជានិងទាមទារសេរីភាពនិងយុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរហៅកាត់ថាចលនាជាតិតស៊ូក្នុងគោលបំណង1ដណ្ដើមប្រទេសកម្ពុជានិងត្រកូលហ៊ុនសែនមកវិញដើម្បីយកមកប្រគល់សងប្រជារាស្ត្រខ្មែរដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់2ដល់សិទ្ធិសម្រេចវាសនាប្រទេសកម្ពុជា
ជូនទៅប្រជារាស្ត្រខ្មែរតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ពិតប្រាកដដោយតម្រូវដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី1991 3. រៀបចំការគ្រប់គ្រងប្រទេសនិងសង្គមជាតិឡើងវិញតាមបែបបទប្រជាធិបតេយ្យពិតប្រាកដដើម្បីធានាសេរីភាពនិងយុត្តិធម៌ពេញលេញជូនប្រជារាស្ត្រ 4. លុបបំណុលទាំងអស់ដែលរបបចៅរដ្ឋាភិបាលបានដាក់ជាបន្ទុកធ្ងន់ធ្ងរលើប្រជាពលរដ្ឋក្រីក្រហើយរឹបអូសទ្រព្យសម្បត្តិត្រកូលហ៊ុនសែនដែលបានមកពីអំពើពុករលួយលួចជាតិមកសងបំណុលនិងជំនួសប្រជាពលរដ្ឋក្រីក្រជំនួយពលរដ្ឋក្រីក្រ 5. រក្សាព្រលឹងជាតិឲ្យនៅរស់រវើកជានិច្ចក្នុងចិត្តពលរដ្ឋខ្មែរម្នាក់គ្រប់មជ្ឈដ្ឋានគ្រប់ទិសទីដើម្បីធានាលក្ខណៈអមតៈនៃប្រទេសកម្ពុជាជ័យយោកម្ពុជាអមតៈដើម្បីសម្រេចគោលបំណងខាងលើនេះចលនាជាតិតស៊ូដើម្បីការពារទឹកដីប្រទេសកម្ពុជានិងទាមទារសេរីភាពនិងយុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរហៅកាត់ថាចលនាជាតិតស៊ូបានរៀបចំក្រុមប្រឹក្សាជាតិតស៊ូជាក្បាលម៉ាស៊ីនក្រុមប្រឹក្សាជាតិតស៊ូនេះនឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នដើម្បីតំណាងឲ្យឆន្ទៈពិតប្រាកដនៃប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិសេរីភាពនិងយុត្តិធម៌បាទនេះជាគោលរបស់ចលនាជាតិតស៊ូបាទសមាជទាំងពីរនេះបានចេញសេចក្តីសម្រេចដែលមានស្មារតីស្វែងរកដំណោះស្រាយជូនប្រទេសខ្មែរយើងនិងដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរគឺផ្លាស់ប្ដូរជាវិជ្ជមានការផ្លាស់ប្ដូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបកខ្ញុំតំណាងឲ្យគណៈបកសង្គ្រោះជាតិ Victoria ក៏ដូចជាតំណាងឲ្យគណៈបកសង្គ្រោះជាតិ Australia New Zealand ខ្ញុំសូមគាំទ្រលទ្ធផលនៃសេចក្តីសម្រេចទាំងពីរនេះហើយខ្ញុំសូមជំរុញនិងលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិដែលបានចូលរួមក្នុងសមាជនេះបញ្ចេញយោបល់និងធ្វើការបដិញ្ញាចិត្តក្នុងស្មារតីផ្លាស់ប្ដូរជាវិជ្ជមាននិងឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យជូនប្រទេសខ្មែរយើងសូមអរគុណបាទសូមអរគុណចំពោះលោកអិនហែមរ៉ាដែលបានថ្លែងសន្ទរកថាបើកកម្មវិធីយ៉ាងក្បោះក្បាយនិងមានខ្លឹមសារហើយជាកិច្ចបន្ទាប់ក៏សូមគោរពអញ្ជើញលោកតាក់មិញហៀមតំណាងរាស្ត្រប្រចាំរដ្ឋ Victoria សូមគោរពអញ្ជើញបាទជាដំបូងសូមក្រាបថ្វាយបង្គំដល់ព្រះគុណគ្រប់ព្រះអង្គដែលនិមន្តមកពីច្រើនវត្តអារាមនៅក្នុងទីនេះហើយក៏សូមស្វាគមន៍ទៅដល់អាដាមសំរងស៊ីសារជាថ្មីម្ដងទៀតជាមួយនឹងអាដាមម៉ែនសុថាវរិនដែលបានធ្វើដំណើរមកជាចូលរួមនៅក្នុងកម្មវិធីសមាជហើយក៏ជាភ្ញៀវកិត្តិយសពិសេសនៅក្នុងកម្មវិធីថ្ងៃនេះផងដែរខ្ញុំសូមគោរពទៅដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានទស្សនាមកហើយក៏សូមជម្រាបសួរទៅដល់អង្គជាយហនដែលជាប្រធានសមាគមខ្មែរជាបេតចវាយក្រុងនៅក្នុងសាលាក្រុងដែនដងនេះជាមួយនឹងបងប្អូនដែលបានអញ្ជើញមកពីរដ្ឋផ្សេងទៀតហើយនឹងពីប្រទេសផ្សេងរួមជាមួយនឹងខាងបងសាវរីផងដែរដែលអញ្ជើញមកជាមួយនឹងសហការីដែលអញ្ជើញមកតាមពី New Zealand តាមធម្មតាគឺយើងស្វាគមន៍អ្នកដែលធ្វើដំណើរពីឆ្ងាយចំណែកជាអ្នកនៅជិតនៅក្នុងរដ្ឋជាមួយគ្នាគឺដូចជាបងប្អូនដូចជាសាច់ឈាមទៅហើយគឺយើងស្គាល់គ្នាច្បាស់ហើយដូច្នេះខ្ញុំយល់ថាបងប្អូនទាំងអស់គឺទទួលនឹងការស្វាគមន៍ស្មើគ្នាសំខាន់ដូចគ្នាហើយដូចគ្នាទាំងអស់បាទនៅក្នុងកម្មវិធីថ្ងៃនេះខ្ញុំដឹងថាបងប្អូនជឿនមកចូលរួមដើម្បីជួបជាមួយនឹងអាដាមសំរងស៊ីនិងលោកម៉ែនស្ថាវរិនជាមួយនឹងបេសកកម្មដ៏ពិសេសនៅក្នុងសមាជមហាជនរបស់គណៈបកសង្គ្រោះជាតិដូច្នេះហើយគឺខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងថ្ងៃនេះមានគោលបំណង3សូមចូលរួមហើយទី1គឺសូមស្វាគមន៍ដល់អាដាមសំរងស៊ីដែលនៅតែបន្តនៅក្នុងការពុះពៀជាសម្លេងរបស់ប្រជាជនខ្មែរដែលចង់បានប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតការផ្លាស់ប្ដូរដ៏វិជ្ជមានដែលស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាហើយខ្ញុំជឿជាក់ថាក្រោមការដឹកនាំ
របស់ឯកឧត្តមសំរងស៊ីជាមួយនឹងសហការីទាំងអស់នៅក្នុងវេទិកាមហាសមាជមហាជននៅក្នុងថ្ងៃនេះគឺជាសក្ខីភាពដែលបង្ហាញនៅការចង់បាននៅការផ្លាស់ប្ដូរមួយដ៏ពិតប្រាកដគឺការផ្លាស់ប្ដូរមួយដែលវាស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាផងហើយទៅតាមក្តីបំណងរបស់បងប្អូនប្រជាជនផងដូច្នេះគឺខ្ញុំសូមកោតសរសើរហើយនឹងសូមគោរពនៅការពុះពៀនៅការបរិច្ចាគពីព្រោះថាការតស៊ូរបស់អ្នកប្រជាធិបតេយ្យទាំងក្នុងនិងក្រៅប្រទេសនេះគឺមានសារៈសំខាន់ណាស់នៅក្នុងការមានមេដឹកនាំមានអ្នកដែលជាគោលដើម្បីអាចប្រមូលផ្ដុំទៅដល់អ្នកប្រជាធិបតេយ្យទាំងអស់ហើយមែនទែនទៅគឺជាកម្លាំងឈាមខ្មែរយើងទាំងអស់គ្នាមុននឹងខ្ញុំបន្តទៅដល់គោលដៅទី2ចំណុចទី2និងទី3ព្រោះថ្ងៃនេះខ្ញុំសូមអរគុណដល់លោកហេមរាផងដែរដែលបានផ្ដល់ឱកាសឲ្យនិយាយ10នាទីតាមធម្មតា3នាទីវាច្រើនពេកហើយឥឡូវ10នាទីវាច្រើនមែនទែនអញ្ចឹងគឺខ្ញុំនឹងធ្វើម៉េចដើម្បីចាយពេលវេលានេះឲ្យវាសមស្របទៅតាមសមាជប្រជាជនមុននេះគឺលោកហេមរាហើយនិង MC ក៏គាត់បានឧទ្ទិសនាមដល់បងប្អូនដែលអញ្ជើញមកពីរដ្ឋផ្សេងអញ្ជើញមកពីទីក្រុងផ្សេងហើយនិងប្រទេសផ្សេងខ្ញុំមានមោទនភាពដែលបានជាប់ឆ្នោតជាសមាជិកសភានៅក្នុងរដ្ឋវីកតូរីយ៉ាដែលជារដ្ឋពហុវប្បធម៌មានជនជាតិជាង100ជាតិសាសន៍ហើយភាសាជាង300ភាសាដោយដែលលោកគ្រូណាតឹមដែលគាត់ខិតខំប្រឹងប្រែងបង្កឲ្យមានជាសាលាភាសាថ្ងៃសៅរ៍ដើម្បីជាសម្លេងដើម្បីឲ្យកូនខ្មែរយើងអាចរៀនភាសាបានដូចជាអ៊ុំជីយហូតដែលមកតាំងទីលំនៅនៅទីនេះខ្ញុំយល់ថានេះគឺជាសក្ខីភាពដ៏សំខាន់ក៏ប៉ុន្តែគោលដៅរបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំចង់ដឹងដែរថាដោយសារតែបងប្អូនប្រជាជនខ្មែរយើងឆ្នាំនេះគឺជាឆ្នាំទី50នៃការចូលកាន់អំណាចឬមួយក៏ការធ្លាក់នៃទីក្រុងភ្នំពេញគឺជាឆ្នាំទី50ដូច្នេះ50ឆ្នាំហើយដែលរបបយើងហៅថារបបកុម្មុយនីសកាន់កាប់ប្រទេសកម្ពុជាហើយក៏ជាឆ្នាំទី50ដែរដែលអ្នកតស៊ូអ្នកប្រជាធិបតេយ្យនៅគ្រប់ទិសទីបានក្រោកឈរដើម្បីការពារនៅរដ្ឋធម្មនុញ្ញការពារនៅទឹកដីរបស់ខ្លួនហើយការមកតាំងទីលំនៅរបស់បងប្អូននៅក្នុងប្រទេសអូស្ត្រាលីនៅក្នុងទីក្រុងម៉ែលប៊ននេះក៏វា50ឆ្នាំផងដែរដូច្នេះខ្ញុំសូមការចូលរួមពីបងប្អូនទាំងអស់គ្រាន់តែលើកដៃទេដើម្បីឲ្យលោកប្រធានសំរងស៊ីគាត់អាចបានជ្រាបផងដែរពីព្រោះថាទាំងលោកប្រធានសំរងស៊ីក៏បានចាក់ឆ្ងាយទៅកាន់បោះទៅ resettlement ទៅរស់នៅឯប្រទេសបារាំងក៏នៅក្នុងអំឡុងពេលមួយប្រហែលជាបងប្អូនច្រើនក៏បានចូលរួមផងដែរហើយខ្ញុំនឹងបញ្ចប់សន្ទរកថារបស់ខ្ញុំឬក៏ការចូលរួមរបស់ខ្ញុំគឺត្រង់ចំណុចហ្នឹងឯងអញ្ចឹងសូមបងប្អូនចូលរួមជាមួយខ្ញុំបន្តិចថាបងប្អូនដែលអញ្ជើញមកមុនឆ្នាំ75អ្នកដែលអញ្ជើញមកអូស្ត្រាលីមុនឆ្នាំ75សូមលើកដៃបាទអញ្ចឹងបានន័យថាអត់ទាន់មានឃើញទេចុះអ្នកដែលអញ្ជើញមកអូស្ត្រាលីបាទមានលើកដៃទេមុនឆ្នាំ75បាទមានម្នាក់ដែរហើយចុះអ្នកដែលអញ្ជើញមកពីឆ្នាំ79ទៅដល់89បាទ79ទៅដល់89បាទឃើញថាច្រើនគ្នាហើយចុះអ្នកដែលអញ្ជើញមកដល់នេះឆ្នាំ90ទៅដល់ឆ្នាំ2000បាទ90ដល់ឆ្នាំ2000បាទច្រើនគួរសមដែរចុះអ្នកដែលអញ្ជើញមកដល់ទីនេះបន្ទាប់ពីឆ្នាំ2000បាទបន្ទាប់ពីឆ្នាំ2000ទាំងអស់គ្នាតែម្ដងបាទច្រើនគ្នាសំណួរមួយទៀតចុះអ្នកដែលបានមកតាំងទីលំនៅទីនេះដោយការកិច្ចពីរបបផ្ដាច់ការបាទសូមលើកដៃបាទច្រើនមែនទេហើយហេតុអីបានជាយើងមកតាំងទីលំនៅទីនេះកិច្ចពីរបបផ្ដាច់ការប្រទេសកំណើតរបស់យើងទាំងអស់គ្នាយើងបានកិច្ចខ្លួនចេញមករស់នៅក្នុងប្រទេសដែលមានសេរីភាពដែលមានប្រជាធិបតេយ្យនៅក្នុងថ្ងៃនេះគឺជាសក្ខីភាពដើម្បីបញ្ជាក់ឲ្យបងប្អូនបានច្បាស់ថាបងប្អូនជឿមកច្រើននេះសិតតែអ្នកចង់បានប្រជាធិបតេយ្យមែនទេបាទសូមអរគុណច្រើនដូច្នេះហើយគឺខ្ញុំយល់ថាទាំងបងប្អូនដែលមករស់នៅទីនេះនៅក្នុងឆ្នាំ1680ក្តីមកជាជនភៀសខ្លួនដែលឆ្លងកាត់ពីជំរំក្តីហើយបច្ចុប្បន្ននេះដែលមកដោយសារតែការកិច្ចខ្លួនដោយសារតែការបែងចែកទឹកដីការបែងចែកទឹកដីមិនឲ្យអ្នកប្រជាធិបតេយ្យនៅរស់ជួបជុំគ្នានេះឯងបានជាយើងមកក្នុងទីនេះខ្ញុំសូមលើកឧទាហរណ៍តែមួយទេដូចជាអ៊ុំជីយ៉ូហូនដែលគាត់បានខិតខំប្រឹងប្រែងយើងដឹងថាអ៊ុំជីយ៉ូហូនជាប្រធានសមាគមជាចៅហ្វាយក្រុង3អាណត្តិ5អាណត្តិក៏ប៉ុន្តែយើងក៏អត់បានដឹងអំពីការតស៊ូរបស់គាត់ដូចជាអ៊ុំម៉ែនវណ្ណាដូចជាអ្នកស្រីសៀមអេងដែលបានមកតាំងទីលំនៅទីនេះគឺមិនបាន
ឃ្លាតឆ្ងាយមិនបានភ្លេចអំពីកាតព្វកិច្ចរបស់ខ្លួនគឺយើងបានមកនៅទីនេះហើយគឺបានបង្កើតសមាគមដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនដែលមកតាំងទីលំនៅនៅទីនេះទី1ទី2ទៀតគឺបានបង្កើតឲ្យមានជាអ្វីដែលយើងហៅថាខ្មែរជាអត្តសញ្ញាណរបស់ខ្មែរដូចជាលោកគ្រូណាតដែលគាត់បានមានសាលាបង្រៀនភាសាខ្មែររហូតដល់បច្ចុប្បន្ននេះហើយមួយវិញទៀតដែលសំខាន់ជាងនឹងទៅទៀតហ្នឹងគឺថាមានបងប្អូនដែលជើញមកក្រោយនេះដែលសិតតែជាអ្នកដែលមិនអាចទ្រាំទ្រឬមួយក៏មិនអាចគេចផុតពីក្រញាំដៃដែកនៃរបបផ្ដាច់ការបានយើងមករស់នៅក្នុងទីនេះហើយគឺជាសក្ខីភាពដែលសំខាន់ដែលខ្ញុំចង់ចូលរួមនៅក្នុងថ្ងៃនេះថាយើងទាំងអស់គ្នាដែលជាអ្នកលើកស្ទួយអ្នកការពាររដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាគឺយើងចង់បាននៅការផ្លាស់ប្ដូរជាវិជ្ជមានយើងចង់បាននៅការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដោយសេរីដោយយុត្តិធម៌មិនមែនជាការបោះឆ្នោតដោយ manage យើងហៅថាពិភពលោកបច្ចុប្បន្ននេះរួមជាមួយនឹងប្រទេសប្រជាធិបតេយ្យមួយចំនួនហ្នឹងយើងហៅថា manage election ដោយដែលខ្ញុំបានសន្ទនាជាមួយនឹងក្រុមយុវជនសកលកាលពីល្ងាចមិញ manage election នេះបានសេចក្តីថាម៉េចបានសេចក្តីថាបើសិនជាយើងជាកីឡាករប្រកួតនៅលើសៃវៀនគឺអាប៊ីតគឺគាត់មកខាងទៅគឺគាត់ជ្រើសរើសកីឡាករដែលខ្លាំងចំណែកមកខាងទៀតបើកាលណាដឹងថាកីឡាករនឹងខ្លាំងគឺគាត់រករឿងហ្នឹងមិនឲ្យចូលរួមប្រកួតលើខ្សែរិញទេអញ្ចឹងគាត់យកតែកីឡាករណាដែលខ្សោយដើម្បីទៅប្រកួតដើម្បីគាត់ដឹងថាប្រកួតហើយគឺឈ្នះតែម្ដងកៅអីបើថាមាន125កៅអីហ្នឹងគាត់ចង់យក130ក៏បានដែរអាហ្នឹងហើយដែលគេហៅថា manage election អញ្ចឹងហើយបានជាបងប្អូនទាំងអស់ចូលរួមនៅក្នុងថ្ងៃនេះយើងអត់ចង់បានរបៀបអញ្ចឹងទេយើងចង់បានការបោះឆ្នោតបើថាបោះឆ្នោតអ្នកណាឈ្នះក៏ឈ្នះទៅចុះក៏ប៉ុន្តែឲ្យមានជាសេរីហើយនឹងឲ្យមានជាយុត្តិធម៌ជាសម្លេងពិតប្រាកដរបស់ប្រជាជនហើយខ្ញុំយល់ថានឹងគឺជាបេសកកម្មរបស់អាដាមសំរងស៊ីដែលគាត់ហើយនឹងសហការីទាំងអស់បងប្អូនទាំងអស់ដែលជឿមកចូលរួមនៅក្នុងថ្ងៃនេះគឺជាបេសកកម្មមួយដ៏មានការលំបាកមានការតស៊ូហើយជាបេសកកម្មមួយដែលមានការទប់ស្កាត់គ្រប់ដំណាក់កាលទាំងអស់នៅក្នុងស្ថានភាពនៅក្នុងការតស៊ូជាមតិក្តីនៅក្នុងថ្ងៃនេះដែរខ្ញុំក៏ដឹងថាមានបងប្អូនមួយចំនួនដែលទើបតែមកតាំងទីលំនៅក្នុងនាមជាជនភៀសខ្លួននយោបាយតែម្ដងដូចជាអ្នកស្រីដូចជាលោកជាជីវជាដើមដូចជាសិនស្រីវ៉ាន់រ៉ានជាដើមហើយបងមេងចរិយាខ្ញុំដឹងថាគាត់មកចូលរួមនៅក្នុងទីនេះដែរគឺជាអ្នកដែលយើងហៅថាក្រុមប្រតិបត្តិខេត្តតែម្ដងរបស់អ្នកប្រជាធិបតេយ្យនេះគឺជាការតស៊ូសម្បើមណាស់ហើយដូច្នេះហើយក៏ខ្ញុំសូមចូលរួមនៅក្នុងការស្វាគមន៍សាជាថ្មីម្ដងទៀតហើយរហូតដល់ក្រុមនិស្សិតហើយនឹងបញ្ញវន្តក៏មានមួយចំនួនគាត់នៅបន្តរស់នៅទីនេះដោយសារតែមិនអាចទ្រាំទ្រជាមួយនឹងរបបផ្ដាច់ការបានជាមួយនឹងក្រុមយុវជនសកលដែលទើបតែបង្កើតឡើងការចូលរួមរបស់ពួកគាត់ខ្ញុំយល់ឃើញថាគឺជាការសំខាន់អញ្ចឹងជាសង្ខេបគឺថាសហគមន៍ខ្មែរយើងនៅក្នុងទីក្រុងមែលប៊ននេះគឺហាក់ដូចជាសម្លកកូរមួយឆ្នាំអញ្ចឹងគឺយើងត្រូវតែមានធៀបទាំងអស់គ្នានៅក្នុងការតស៊ូទាំងអស់គ្នាសំខាន់ណាស់ពីព្រោះថាបើសិនជាឧទាហរណ៍ថាដូចអ្នកស្រីសៀមអេងឬក៏អ៊ុំម៉ែនបណ្ណាដែលជាអ្នកមកតាំងទីលំនៅយូរហើយអ្នកតស៊ូយូរហើយគាត់ដឹងអំពីគាត់ដឹងអំពីកលុកកលៈហើយដូចជាតំណាងផ្សេងហ្នឹងគាត់ដូចជាមានសាច់ជ្រូកឆ្អឹងជ្រូកឆ្អឹងជំនីជ្រូកអញ្ចឹងទៅចុះចំណែកទៅបងប្អូនអ្នកមកក្រោយទៀតគឺយើងមានបន្លែណាយើងមានតាំងតែពីបន្លែផ្សេងគ្រឿងផ្សំផ្សេងនៅក្នុងសម្លកកូររបស់យើងនឹងឯងហើយយើងក៏មានកលីងយើងមានអីផ្សេងទៀតទៅហើយក្រុមយុវជនថ្មីហ្នឹងគាត់ជាយើងហៅថាជាម្ទេសទៅចុះជួនកាលសម្លកកូរហ្នឹងធ្វើឆ្ងាញ់ហើយបើថាអត់ដាក់ម្ទេសក៏អត់ឆ្ងាញ់ទៀតអញ្ចឹងនៅក្នុងន័យនេះគឺខ្ញុំសូមចូលរួមនៅក្នុងការអំពាវនាវថាយើងធ្វើម៉េចដើម្បីយើងថែរក្សាគ្នាយើងសាមគ្គីគ្នាអ្នកមុនរក្សាអ្នកក្រោយយើងរៀនពីបទពិសោធន៍របស់អ្នកមុនដើម្បីយើងចូលរួមទាំងអស់គ្នាបើកផ្លូវយើងឲ្យធំនៅក្នុងដំណើរប្រជាធិបតេយ្យនេះខ្ញុំសូមបញ្ចប់ការចូលរួមសមាជរបស់ខ្ញុំនៅក្នុងថ្ងៃនេះដោយអំពាវនាវដល់បងប្អូនទាំងអស់គឺយើងគ្រប់គ្រងប្រជាធិបតេយ្យយើងចូលរួមក្នុងការការពាររដ្ឋធម្មនុញ្ញរបស់យើងដែលបានចែងយ៉ាងច្បាស់ថាការបោះឆ្នោតគឺជាការបោះឆ្នោតសេរីហើយនិងប្រកបនឹងគឺជាសិទ្ធិរបស់យើងទាំងអស់គ្នាខ្មែរយើងរដ្ឋធម្មនុញ្ញក៏បាននិយាយដែរខ្មែរនៅទីណាក៏នៅតែជាខ្មែរនឹងគឺការពារដោយរដ្ឋធម្មនុញ្ញតែម្ដងដូច្នេះការចូលរួមរបស់បងប្អូននៅក្នុងថ្ងៃនេះ
នឹងការចូលរួមរបស់បងប្អូនតាំងពីចំនួន80ចំនួន90រហូតមកដល់បច្ចុប្បន្ននេះគឺជាសក្ខីភាពសំខាន់ណាស់ខ្ញុំមានមោទនភាពនៅក្នុងការចូលរួមនៅក្នុងថ្ងៃនេះដែលមានវត្តមានរបស់អាយដាមសំរងស៊ីហើយក៏ចង់តាមដានស្ដាប់នៅមតិរបស់បងប្អូនថាតើអ្វីដែលបងប្អូនចង់បានជាពិសេសគឺនៅក្នុងរដ្ឋវីតូរីយ៉ានេះហើយនៅក្នុងប្រទេសអូស្ត្រាលីនេះគឺយើងមានសមាជិកសភាហើយមានរហូតដល់សមាជិកសភាសហព័ន្ធដែលតែងតែយកចិត្តទុកដាក់កាលពីខែ5កន្លងទៅនេះគឺគណៈបក Labor បានជាប់ឆ្នោតយ៉ាងភ្លុកទឹកភ្លុកដីហើយនៅក្នុងពេលនេះនៅក្នុងការចូលរួមចំណែកមួយផងដែរឯណោះគឺតាមរយៈសហគមន៍ខ្មែរយើងនេះក៏បានចូលរួមខ្ញុំដឹងថាមានបងប្អូនជាច្រើនចូលរួមពីចម្ងាយហើយនឹងបងប្អូនចូលរួមបោះឆ្នោតដោយផ្ទាល់ហើយនឹងបងប្អូនយុវជនមួយចំនួនទៀតក៏បានដើរគូសទ្វារបានដាក់សម្បត្តិចែកសិលឹកឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតនឹងតែម្ដងហើយនឹងចូលរួមឃោសនាទូរស័ព្ទរាប់រយម៉ោងនៅក្នុងការចូលរួមដើម្បីទូរស័ព្ទប្រាប់ទៅដល់សហគមន៍ខ្មែរយើងពីមូលហេតុដែលត្រូវគ្រប់គ្រងទៅដល់គណៈបកពលករដែលយកចិត្តទុកដាក់មូលហេតុដែលខ្ញុំលើកឡើងពីគណៈបកពលករនេះខ្ញុំគ្រាន់ចង់តបភ្ជាប់ជាមួយនឹងលោក Gareth Evans គាត់ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសហើយបងប្អូនបានស្គាល់ឈ្មោះគាត់ហើយគឺគាត់គឺជាយើងហៅស្ថាបត្យករមួយរូបនៅក្នុងចំណោមប្រទេសផ្សេងៗដែលបានត្រួសត្រាយផ្លូវឲ្យមានការចរចា$23លោកគ្រូណាតអិនគាត់នៅទីហ្នឹងស្រាប់គាត់ជាអ្នកបកប្រែឯកសារនៅក្នុងពេលនោះផងដែរដូច្នេះគាត់គឺជារដ្ឋមន្ត្រីអតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់គណៈបកពលកររបស់គណៈបក Labor គឺគណៈបក Labor នៅតែបន្តស្ដាប់នៅសម្លេងរបស់បងប្អូនគ្រប់រដ្ឋតែម្ដងខ្ញុំដឹងថានៅអាដាលេដក៏បានចូលរួមយ៉ាងច្រើននៅស៊ីដនីក៏ខ្ញុំឃើញថាលោកមុំឆៃឌីហើយជាមួយនឹងគ្នាផ្សេងទៀតខ្សត់ជាងគេគឺខាងបងប្អូននៅខេនបារ៉ាពីព្រោះថានៅចិត្តជាងគេនៅចិត្តទូតជាងគេហើយសូមជម្រាបថាទូតបច្ចុប្បន្ននេះដែលត្រូវបម្រើតំណាងឲ្យប្រទេសកម្ពុជាទាំងមូលក៏ប៉ុន្តែគាត់ទៅជាជ្រើសរើសតំណាងឲ្យគណៈបករបស់គាត់សកម្មភាពជាច្រើនគឺគាត់មិនដែលមកតាក់ទងជាមួយនឹងសហគមន៍ខ្មែររបស់យើងដែលជាអ្នកកសាងសហគមន៍នេះទាំងមូលជាមួយគ្នាទេគាត់តាក់ទងតែជាមួយនឹងបេក្ខជនគ្នារបស់គាត់រងាបន្តិចក៏ប៉ុន្តែបងក៏បានដឹងថាកម្ដៅរបស់ពួកយើងហ្នឹងក៏បានផ្ដល់នូវភាពកក់ក្ដៅឲ្យបងពីចម្ងាយផងដែរដូច្នេះខ្ញុំសូមបញ្ចប់សម្រាប់កថាការចូលរួមរបស់ខ្ញុំត្រឹមចំណុចកន្លែងថាយើងមានសម្លកកូរមួយឆ្នាំសូមចូលរួមទាំងអស់គ្នាយើងដឹងថា10ឆ្នាំហើយឆ្នាំនេះគឺតាំងតែពីឆ្នាំ2015រហូតមកដល់បច្ចុប្បន្ននេះដែលក្រុងភ្នំពេញឬក៏យើងហៅថារបបភ្នំពេញបានមកដាក់រៀបចំរចនារៀបចំសាខារបស់ពួកគេនៅក្នុងទឹកដីប្រទេសអូស្ត្រាលីដែលជាទឹកដីប្រជាធិបតេយ្យហើយជាការឆ្លើយតបគឺមានរៀបចំតាំងតែពីបណ្ដាញសាខាដែលពាក់អាវទេវតាហើយនឹងពាក់បង់ក្រមាតែម្ដងដែលជាការរំលឹកខ្ញុំបានស្ដាប់នៅអ្នកស្រីសៀមអេងយ៉ាងច្បាស់ថាពេលដែលគាត់ឃើញពីបង់ក្រមាគ្រប់គ្នាអញ្ចឹងទៅវាហាក់ដូចជាធ្វើគាត់រំលឹកឃើញចំនួនខ្មែរក្រហមដែលថាកងយុវជនកងអីគេពាក់ក្រមាអញ្ចឹងទៅឥឡូវនេះគឺគេមិនត្រឹមតែឈានទៅដល់ការគ្រាន់តែបង្កើតសាខាទេគេចូលបញ្ជ្រាបទៅតាមសហគមន៍ជួនកាលអាចទៅជាគណៈកម្មការវត្តអារាមក៏មានជួនកាលអាចទៅជាតំណាងឲ្យអង្គការសមាគមផ្សេងក៏មានបើគេបំបែកយើងអត់បានគេបង្កើតសមាគមរបស់ពួកគេដើម្បីធ្វើសកម្មភាពហើយមួយវិញទៀតហ្នឹងឥឡូវហ្នឹងគឺឈានទៅដល់អ្នកទាញអ្នកជំនួយយើងដឹងហើយថាអ្នកជំនួយគាត់ខាងណាឈ្នះគាត់ទៅខាងហ្នឹងហើយដេញហ្នឹងគឺជារឿងដែលយើងត្រូវគិតទាំងអស់គ្នាត្រូវចូលរួមទាំងអស់គ្នាខ្ញុំសូមអរគុណសារជាថ្មីទៅដល់សហគមន៍នៅរដ្ឋ New South Wales ដែលបានហៅបរិស័ទព័ន្ធទៅធ្វើការយើងហៅថាបង្ហាញតើអ្វីទៅជារូបភាពនៃការជ្រៀតជ្រែកពីបរទេសដើម្បីមកបំលែងការពិតអំពីក្តីចង់បានរបស់សហគមន៍ខ្មែររបស់យើងសូមជម្រាបថានៅពេលដែលយើងនិយាយថាខ្មែររបស់យើងនៅទីនេះយើងចង់បានប្រជាធិបតេយ្យក៏មានក្រុមមួយទៀតទៅជួបសមាជិកសភាទៅជួបតំណាងរដ្ឋាភិបាលថាទេនៅស្រុកខ្មែរមានសន្តិភាពនៅពេលដែលយើងនិយាយថាខ្មែរយើងជំពាក់បំណុលmicro finance ជាច្រើនទេខ្មែរយើងសบายណាស់មើលទៅអាគារខ្ពស់ណាស់ដូច្នេះយើងកុំភ្លេចឲ្យសោះថានៅពេលដែលយើងបានទៅជួបសមាជិកសភារបស់យើងនៅពេលដែលយើងបានទៅជួបរដ្ឋមន្ត្រីដែលទទួលបន្ទុកហ្នឹងក៏មានក្រុមផ្សេងទៀតគេធ្វើចឹងដូចគ្នាហើយមានប្រសិទ្ធភាពជាតិពីព្រោះថា
ភាសាអង់គ្លេសគេចេះគេមានក្រុមហ៊ុនឯកជនដែលបង្កើតឡើងសម្រាប់ធ្វើ advocacy ហ្នឹងគឺខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់យើងមានគ្នាប៉ុណ្ណឹងយើងមានសម្លយើងមួយឆ្នាំចាប់ដៃគ្នាឲ្យជាប់មើលមុខគ្នាឲ្យច្បាស់ថាតើមិត្តភ័ក្តិរបស់យើងពិតប្រាកដឬមួយក៏យ៉ាងម៉េចដូចដែលបងដែលគាត់រស់នៅក្នុងទីក្រុង Canberra អញ្ចឹងគ្នាគាត់តិចមែនប៉ុន្តែគាត់អត់ទៅណាទេនៅតែកាន់បង្គោលប្រជាធិបតេយ្យបង្គោលដែលអ្នកដែលចង់បានការផ្លាស់ប្ដូរដ៏ពិតប្រាកដខ្ញុំសូមស្វាគមន៍សារជាថ្មីហើយសូមចូលរួមជាមួយអាដាមប្រសិទ្ធថ្ងៃនេះសូមអរគុណចំពោះលោកតំណាងរាស្ត្រតនិយាមដែលមានប្រសាសន៍យ៉ាងក្បោះក្បាយបញ្ជាក់ពីស្ថានភាពទូទៅនៅក្នុងប្រទេសអូស្ត្រាលីនេះបាទជាកិច្ចបន្តទៅទៀតក៏សូមអញ្ជើញលោកសៅរ៉ាស៊ីប្រធានសាខាគណៈបកសង្គ្រោះជាតិប្រចាំប្រទេសញូហ្សេឡង់សូមគោរពអញ្ជើញលោកបាទខ្ញុំបាទសៅរ៉ាស៊ីបាទជាបឋមសូមគោរពអង្គសមាជទាំងមូលហើយសូមថ្វាយបង្គំព្រះតេជគុណគ្រប់ព្រះអង្គតែលោកអត់គង់នៅទីនេះទេលោកចេញទៅឆាន់ខាងនោះបាទហើយសូមគោរពហើយឧត្តមប្រធានសំរងស៊ីជាទីគោរពហើយសូមគោរពហើយឧត្តមម៉ែនស្ថាបរិនដែលជាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិហើយក៏សូមគោរពឯកឧត្តមតាក់មីហៀងដែលជាតំណាងរាស្ត្រនៅប្រទេសញូហ្សេឡង់ព្រមប្រទេសអូស្ត្រាលីហើយព្រមទាំងបងជាយូហូនដែលជាចាស់ទុំនៅប្រទេសអូស្ត្រាលីទីនេះហើយក៏សូមគោរពដល់គណៈធិបតីទីគោរពថ្ងៃនេះខ្ញុំតំណាងឲ្យគណៈបក្សសង្គ្រោះជាតិចាំប្រទេសញូហ្សេឡង់ហើយក៏មានសេចក្តីសោមនស្សរីករាយដែលបងប្អូនបានចូលរួមយ៉ាងច្រើនកកនៅក្នុងអង្គសមាជនេះគោលដៅទី1ដែលយើងបានស្ដាប់លោកខេមរ៉ាអិនបានលើកពីបញ្ហាចលនាតស៊ូហើយយ៉ាងម៉េចដែលយើងបង្កើតឲ្យមានចលនាតស៊ូយើងដឹងហើយថាលោកខេមរ៉ាអិនបានរៀបរាប់ច្បាស់ថាតើរបបផ្ដាច់ការបានធ្វើអីខ្លះចឹងហើយបានចលនាតស៊ូនេះកើតឡើងហើយចលនាតស៊ូក៏យើងបងប្អូនបានស្ដាប់ច្បាស់ថាតើមានគោលបំណងអ្វីអញ្ចឹងថ្ងៃនេះក្នុងនាមខ្ញុំតំណាងឲ្យគណៈបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសញូហ្សេឡង់ខ្ញុំសូមគាំទ្រទាំងស្រុងនៅចលនាតស៊ូបាទអញ្ចឹងសូមឲ្យបងប្អូនយើងចូលរួមដើម្បីគាំទ្រនៅចលនាតស៊ូនេះហើយក្នុងនាមខ្ញុំផ្ទាល់ក៏ដូចជាតំណាងឲ្យគណៈកម្មការថ្នាក់ដឹកនាំក៏ដូចជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសញូហ្សេឡង់ក៏ខ្ញុំសូមអំពាវនាវឲ្យជួយជំរុញឲ្យចលនាតស៊ូនេះរីកលូតលាស់ហើយនឹងឈានឆ្ពោះទៅបង្កើតរដ្ឋាភិបាលក្រៅប្រទេសឲ្យបានជាស្ថាពរហើយបងប្អូនថ្មីក៏យើងឃើញច្បាស់ហើយថារបបផ្ដាច់ការដែលកំពុងតែបោកបញ្ឆោតពលរដ្ឋខ្មែរនៅស្រុកខ្មែរតកតងនឹងព្រំកតុលថ្មីនេះបងប្អូនឃើញហើយតកតងនឹងបោះគុជតកតងជាមួយនឹងប្រាសាទតាកបីប្រាសាទតាមន់តូចតាមន់ធំហើយជាពិសេសព្រំកតុលខ្មែរនៅជុំវិញប្រទេសខ្មែរទាំងខាងកើតទាំងខាងលិចគឺរដ្ឋាភិបាលអត់យកចិត្តទុកដាក់ទេហើយស្រែកថានឹងប្តឹងក៏ប៉ុន្តែរយៈពេលដែលស្រែកថាប្តឹងមកដល់ពេលនេះបងប្អូនអត់ឃើញអ្វីដែលរដ្ឋាភិបាលចេញមុខមាត់ដើម្បីប្តឹងទេអញ្ចឹងខ្ញុំក្នុងអង្គសមាជនេះចង់ជំរុញឲ្យបងប្អូនមិនមែនជំរុញទេអំពាវនាវឲ្យបងប្អូនចូលរួមដើម្បីឲ្យចលនាតស៊ូនេះបង្កើតទៅជារដ្ឋាភិបាលក្រៅប្រទេសហើយបើរបបផ្ដាច់ការនៅទីក្រុងភ្នំពេញមិនព្រមប្តឹងពីបញ្ហាព្រំកតុលទេសូមឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះជាអ្នកចេញមុខប្តឹងដើម្បីបូរណភាពទឹកដីកម្ពុជានេះជាគោលដៅធំដែលសម្រាប់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំយើងដើម្បីទាមទារចង់ឲ្យចលនាតស៊ូហើយក៏គាំទ្រឲ្យចលនាតស៊ូរុញឲ្យចលនាតស៊ូធ្វើអ្វីដែលប្រជាពលរដ្ឋខ្មែរកំពុងតែចង់បាននេះជាគោលដៅដែលយើងខ្ញុំថ្ងៃនេះតែគោលបំណងហើយសូមឲ្យលោកប្រធាននៃចលនាតស៊ូដើម្បីប្រឹងឆ្ពោះទៅអ្វីដែលប្រជាពលរដ្ឋចង់បានបាទហើយដោយសារពេលវេលាខ្លី
ហើយក៏ខ្ញុំសូមបញ្ចប់ប៉ុណ្ណេះហើយក៏អរគុណដល់អង្គសមាជដែលចូលរួមហើយថ្ងៃនេះយើងនឹងប្រឹងទាំងអស់គ្នាដើម្បីរុញឲ្យចលនាតស៊ូទូទាំងពិភពលោកដើម្បីយើងឈានទៅរកការផ្លាស់ប្ដូរជីវវិជ្ជមាននៅប្រទេសកម្ពុជាសូមគោរពសូមអរគុណ សូមអរគុណចំពោះលោកសៅរាស៊ីមានប្រសាសន៍ខ្លីតែមានខ្លឹមសារបាទសូមអរគុណជាបន្ទាប់ក៏សូមគោរពអញ្ជើញលោកសន្តិគង្គប្រធានសាខាគណៈបក្សសង្គ្រោះជាតិប្រចាំទីក្រុង Wellington ប្រទេស New Zealand បាទសូមគោរពអញ្ជើញ សូមគោរពអង្គសមាជទាំងមូលលោកប្រធានជាទីគោរពលោកម៉ែនថាវរិននិងបងប្អូនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះដោយការរៀបរាប់របស់អង្គសមាជយើងមានលោកហេមរាលោកសៅរាស៊ីលោកតាក់មីងហៀងបានរៀបរាប់ជាច្រើនហើយខ្ញុំក៏សូមសម្ដែងនៅការគាំទ្រទាំងអស់នោះអ្វីដែលអស់លោកមានប្រសាសន៍យ៉ាងប្រមាណហើយរួមនឹងយោបល់របស់ខ្ញុំបន្តិចបន្តួចបន្ថែមទៀតគឺថាតាំងពីយួនទន្ទ្រានចូលកម្ពុជាឆ្នាំ79មកខ្មែរយើងចេះតែបាត់ទៅទឹកដីព្រំដែនកោះហើយនឹងជាពិសេសខ្ញុំចាប់អារម្មណ៍មែនទែនចំពោះការប្លន់ទឹកប្លន់ដីភូមិកររបស់ប្រជាពលរដ្ឋខ្មែរគ្មានអ្នកណាគេយកចិត្តទុកដាក់នឹងជីវភាពខ្មែរដែលចេះតែក្រទៅដូច្នេះខ្ញុំសូមគាំទ្រនៅអង្គសមាជទាំងមូលហើយនឹងសូមអំពាវនាវឲ្យបងប្អូនយើងទាំងអស់គ្នាគាំទ្រចលនាតស៊ូនេះដើម្បីឲ្យមានមុខមានមាត់ស្មើនឹងរដ្ឋាភិបាលខ្មែរដែលមិនធ្វើអីហើយយើងនៅខាងក្រៅឬក៏ជុំវិញខ្មែរជុំវិញពិភពលោកអាចនិយាយបានធ្វើបានជួយមានអំណាចនឹងប្តឹងទៅអង្គការសហប្រជាជាតិឬក៏អំពាវនាវដល់អង្គការសហប្រជាជាតិឬក៏បងប្អូនខ្មែរទាំងអស់ឲ្យមានទឹកមាត់ប្រៃនឹងយករបបដែលមិនធ្វើស្អីសោះចំពោះជីវភាពចំពោះជីវិតខ្មែរទាំងមូលទឹកដីខ្មែរទាំងអស់ទៅដាក់នៅអង្គការសហប្រជាជាតិដើម្បីឲ្យជួយខ្មែរទាំងអស់ឲ្យមានជីវិតរស់នៅបន្តទៅទៀតខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការចូលរួមរបស់អស់លោកជ័យយោកម្ពុជាអមតៈជ័យយោបាទសូមអរគុណលោកសន្តិគង្គដែលអញ្ជើញមកពីប្រទេស New Zealand ហើយមានប្រសាសន៍យ៉ាងបោះក្បាយផងដែរបាទជាបន្ទាប់សូមគោរពអញ្ជើញលោកស្រីខេសវណ្ណៃរងតំណាងសាខាគណៈបក្សសង្គ្រោះជាតិនៅរដ្ឋ New South Wales បាទសូមគោរពសូមអរគុណលោកនេះខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពលោកប្រធានសំរងស៊ីលោកម៉ែនសថាវរិនលោកម៉ែនវណ្ណាលោកអិនម៉ារ៉ាលោកស្រីសៀមអេងលោកតំណាង New Zealand រដ្ឋ Victoria South Australia Perth Canberra និងរដ្ឋ New South Wales និងសូមគោរពបណ្ដាញយុវជនកម្ពុជាសកលប្រធានសហគមន៍ខ្មែរក្រោមប្រធានសហគមន៍ខ្មែររដ្ឋ Victoria សមាជិកសភា Victoria លោកតាក់មេងអៀងសូមគោរពភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅក្នុងសមាជមហាជនគណៈបក្សសង្គ្រោះជាតិនៅនាថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះខ្ញុំសូមស្វាគមន៍បងប្អូនទាំងអស់ជាពិសេសបងប្អូនយើងមកពីរដ្ឋ New South Wales សូមក្រោកឈរម្សាទៀតចា៎អរគុណបងប្អូនទាំងអស់ព្រោះបងប្អូនបានចំណាយកម្លាំង
កាយនិងថវិកាដើម្បីអីដើម្បីជួយគ្រប់គ្រងចលនាជាតិតស៊ូបើយើងមើលថយក្រោយពីសន្ធិសញ្ញាទីក្រុងប៉ារីសបានប្រសូតកើតឡើងដោយមានការចុះហត្ថលេខាព្រមព្រៀងរវាងភាគីទាំងអស់ដើម្បីប្រទេសរួមសាមគ្គីឲ្យមានលទ្ធិប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញមានការបោះឆ្នោតសកលឃុំសង្កាត់ដែលយើងមានបំណងជ្រើសរើសអ្នកដែលយើងស្រឡាញ់យកមកធ្វើជាម្ចាស់ដឹកនាំប្រទេសកម្ពុជាប៉ុន្តែការបោះឆ្នោតទាំងនោះសុទ្ធតែការបោះឆ្នោតលួចបន្លំគ្រាន់តែមានរូបភាពតែប៉ុណ្ណោះការបោះឆ្នោតលួចបន្លំការបោះឆ្នោតដោយលួចសន្លឹកឈ្នៀតឆ្នោតរបស់យើងការបោះឆ្នោតដែលសម្លាប់លទ្ធិប្រជាធិបតេយ្យមានការដាក់គុករាសស្លូតត្រង់មានការប្លន់ទឹកដីប្រជាពលរដ្ឋមានការចំណាយទៅធ្វើការនៅបរទេសដើម្បីជីវភាពមានការរំលាយគណបកប្រឆាំងនិងបើកដៃឲ្យជនឈ្លានពានចិត្តខាងមករំលោភយកកោះយើងទាំងស្រុងសប្តាហ៍ថ្ងៃនេះការដែលឈ្លានពានកំពុងតែធ្វើការចូលមកប្រទេសកម្ពុជាយើងដោយឈ្លានពានជាទីបំផុតដូច្នេះមហន្តរាយទាំងនេះដែលកើតឡើងជំរុញឲ្យយើងធ្វើអ្វីបង្កើតចលនាតស៊ូសូមជ័យយោចលនាតស៊ូចលនាតស៊ូនឹងបង្កើតក្រុមប្រឹក្សាតស៊ូសូមជួយអបអរក្រុមប្រឹក្សាតស៊ូហើយបងប្អូនយើងទូទាំងក្នុងសកលលោកមានបងប្អូនខ្មែរនៅក្នុងប្រទេសនិងក្រៅប្រទេសដើម្បីធ្វើការប្រឆាំងនឹងរបបផ្ដាច់ការត្រកូលហ៊ុនឲ្យបានសម្រេចក្នុងពេលឆាប់នាងខ្ញុំតំណាងរដ្ឋជីវិតសាស្វែលនាងខ្ញុំនិងបងប្អូនទាំងអស់នៅរដ្ឋ New South Wales សូមបដិញ្ញាធ្វើការគ្រប់គ្រងចលនាតស៊ូដើម្បីរួមធ្វើសកម្មភាពដើម្បីយុត្តិធម៌និងសន្តិភាពរបស់កម្ពុជាក្នុងពេលអនាគតជ័យយោចលនាតស៊ូជ័យយោក្រុមប្រឹក្សាជាតិតស៊ូជ័យយោលោកប្រធានសព្វរាស៊ីដ៏អង់អាចក្លាហានដែលបង្កើតចលនាជាតិតស៊ូទីបញ្ចប់នឹងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមបងប្អូនយើងនៅរដ្ឋ Victoria ដែលបានជួយជ្រោមជ្រែងជួយដឹកជញ្ជូនយើងខ្ញុំហើយឲ្យទីលំនៅដល់យើងខ្ញុំហើយជួយគ្រប់គ្រងទៅពេលដែលបងប្អូនយើងមកធ្វើសមាជដ៏ជោគជ័យនេះហើយនៅទីបញ្ចប់នេះខ្ញុំសូមប្រសិទ្ធពរជ័យជូនបងប្អូនទាំងអស់សូមប្រកបតែនឹងពុទ្ធពរទាំង5ប្រការមានអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយសូមអរគុណសូមអរគុណចំពោះលោកស្រីខេសវណ្ណៃរងលោកជាតំណាងសាខាគណៈបក្សសង្គ្រោះជាតិមកពីទីក្រុង Sydney រដ្ឋ New South Wales ដែលបានធ្វើការបដិញ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កើតឲ្យមានចលនាជាតិតស៊ូនេះឡើងសូមអរគុណបាទបន្តទៅទៀតខ្ញុំសូមគោរពអញ្ជើញលោកសមេតលឹមសមេតប្រធានសាខាគណៈបក្សសង្គ្រោះជាតិប្រចាំអូស្ត្រាលីខាងត្បូងទីក្រុងអាដាលេដសូមគោរពអញ្ជើញបាទសូមអរគុណជាបឋមសូមគោរពព្រះសង្ឃគ្រប់ព្រះអង្គហើយយើងមានព្រះសង្ឃមកពីអាដាលេដ2អង្គដែរហ្នឹងហើយសូមគោរពលោកប្រធានសំរងស៊ីនិងលោកម៉ានសថាវរិនបាទហើយសូមគោរពចាស់ប្រជាចាស់ទាំងអស់មានលោកជាយូហុនបងម៉ែនវណ្ណាហើយលោកណាតអ៊ីនហើយលោកតំណាងរាស្ត្រតាក់វិញហៀងនិងប្រធានសាខាគណៈបក្សសង្គ្រោះជាតិលោកហេមរា
ก็សូមអរគុណសូមជម្រាបសួរដល់លោកអ្នកបងប្អូនទាំងអស់យើងឃើញថាយើងបានចូលរួមយ៉ាងកកកនៅថ្ងៃនេះហើយសូមអរគុណដល់គណៈកម្មការនិងសមាជិកសកម្មរបស់ខ្ញុំទាំងអស់ពីអាត់ឡេតមកនឹងសូមអរគុណហើយជាពិសេសសូមអរគុណដល់លោកសឹមសែនជាអនុប្រធានរបស់ខ្ញុំហើយនៅលោកខៀវតារាជាលេខារបស់ខ្ញុំគឺគាត់ទាំងពីរនាក់បានខំប្រឹងធ្វើការជំនួសខ្ញុំច្រើនណាហ្នឹងហើយសូមអរគុណយើងឃើញថាយើងទាំងអស់គ្នាមានភ័ព្វវាសនាបានមកនៅក្នុងប្រទេសអូស្ត្រាលីប្រទេសនេះមានសេចក្តីមានសុខសន្តិភាពពិតប្រាកដមានសេរីភាពពេញលេញក្នុងការដើរហើរក្នុងការនិយាយស្ដីក្នុងការបញ្ចេញមតិហើយនិងក្នុងការចូលរួមប្រជុំណាខុសពីប្រទេសកម្ពុជាយើងគឺខុសឆ្ងាយមែនតើហើយយើងទាំងអស់គ្នាប្រាថ្នាចង់នៅប្រទេសនេះណាយើងទាំងអស់គ្នាដូចលោកតាក់មិញហៀងមានប្រសាសន៍ហើយគឺថាយើងភាគច្រើនគឺយើងជាជនភៀសខ្លួនចេញពីរបបផ្ដាច់ការភៀសខ្លួនចេញអំពីពួកកុម្មុយនីសហើយយើងក៏មានការឆ្ងល់ថាអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនគ្រប់គ្រងពួកកុម្មុយនីសគ្រប់គ្រងពួកផ្ដាច់ការក៏ខំប្រឹងត្រដរមករស់នៅក្នុងប្រទេសនេះដែរហេតុអីខ្ញុំឆ្ងល់ណាហើយមាននៅក្នុងចំណោមយើងខ្លះដែរទេណាគាត់គ្រប់គ្រងគណៈបកប្រជាជនគ្រប់គ្រងហ៊ុនសែនហើយគាត់មកនៅក្នុងប្រទេសអូស្ត្រាលីវាចម្លែកហ្នឹងហើយអូខេដូច្នេះក្នុងនាមខ្ញុំជាតំណាងឲ្យគណៈកម្មការនិងសកម្មជនយើងនៅអាដាលេដសូមបដិញ្ញាចូលរួមគ្រប់គ្រងចលនាក្រុមប្រឹក្សាជាតិតស៊ូដែលមានលោកប្រធានសំរងស៊ីសូមអរគុណជាប្រធានដឹកនាំយើងខ្ញុំមានជំនឿជឿជាក់ថាលោកប្រធានសំរងស៊ីជាធនធានមនុស្សដ៏កម្ររបស់ខ្មែរដែលមានសមត្ថភាពមានបញ្ញាស្មារតីនិងយុទ្ធសាស្ត្រយុទ្ធវិធីច្បាស់លាស់អាចដឹកនាំចលនាក្រុមប្រឹក្សាជាតិតស៊ូឈានទៅកាន់ការគោលដៅផ្លាស់ប្ដូរជនផ្ដាច់ការគ្រួសារនិយមនិងបកពួកនិយមខ្ញុំបដិសេធដាច់ខាតគ្រួសារនិយមបកពួកនិយមចូលយើងនាំគ្នាយ៉ាងម៉េចដោះអាវបកដាក់អាវជាតិណាតាមលោកប្រធានសូមអរគុណបាទសូមអរគុណច្រើនចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកលឹមសមេតបន្តមកទៀតក៏សូមអញ្ជើញលោកខៀវតារាលោកគឺជាលេខាធិការគណៈបក្សសង្គ្រោះជាតិរដ្ឋអូស្ត្រាលីខាងត្បូងទីក្រុងអាដាលេដសូមគោរពអញ្ជើញហៅឡូបាទជាដំបូងសូមកណ្ដាលសូមថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គបាទបន្ទាប់ខ្ញុំសូមគោរពលោកប្រធានសំរងស៊ីលោកម៉ែនស្ថាវរិនលោកតាមីហៀងលោកគ្រូខាង$23លោកអិនហៃម៉ារ៉ាលោកពូជីយហូនបងសៀមអេងលោកពូម៉ែនវណ្ណានិងបងសាវរធីតែខ្ញុំអត់មានអ្វីវែងឆ្ងាយទេព្រោះប្រធានខ្ញុំខាងអាដាលេដលោកមានប្រសាសន៍ចប់សេចក្តីហើយអញ្ចឹងខ្ញុំមកថ្ងៃនេះគ្រាន់តែចង់គោលដៅគឺគ
គ្រប់គ្រងចលនាជាតិតស៊ូទាំងអស់គ្នាបងប្អូនបាទមូលហេតុអីគឺថាយើងដឹងទាំងអស់គ្នាហើយគឺរបបហ៊ុនសែនគាត់អូសបន្លាយគេហៅភាសាសពថ្ងៃបងប្អូនជឿជាក់ថាគឺលឺហើយគឺហៅអូសក្រឡាដូច្នោះបើយើងមិនធ្វើអីទេគាត់នឹងអូសក្រឡាតកូនតចៅរបស់គាត់តទៅទៀតប៉ុន្តែប្រទេសកម្ពុជាជារបស់យើងទាំងអស់គ្នាគាត់មិនអាចយកប្រទេសកម្ពុជាជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ទេអញ្ចឹងយើងត្រូវរួបរวมទាំងអស់គ្នាដោយលោកតាមីហៀងនិយាយចឹងគឺថាខ្មែរយើងទាំងអស់គ្នាជាសឡកកោមួយឆ្នាំយើងត្រូវមានការចូលរួមទាំងអស់គ្នាតិចក្តីច្រើនក្តីតាមសមត្ថភាពរបស់បងប្អូនទូនាទីថ្នាក់ដឹកនាំយើងប្រមូលគំនិតមកហើយយើងជូនយុទ្ធសាស្ត្រទាំងនេះទៅដល់លោកប្រធានដែលជាចលនាតស៊ូជាតិដើម្បីការផ្លាស់ប្ដូរឲ្យមានលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សដឹកនាំប្រទេសជឿនលឿនឲ្យដោយប្រទេសខាងលិចមិនបាន 50% ក៏ត្រូវបានចាប់ផ្ដើមពីចំណុច 70% ដែរបងប្អូនអញ្ចឹងយើងគ្រប់គ្រងចលនាតស៊ូជាតិតស៊ូទាំងអស់គ្នាបាទជ័យយោចលនាជាតិតស៊ូបាទអរគុណបាទអរគុណចំពោះលោកភៀវតារាដែលបានមានប្រសាសន៍យ៉ាងខ្លីហើយមានខ្លឹមសារសូមគោរពអញ្ជើញលោកស្រីអ្នកស្រីទុយស៊ីណាប្រធានស្ដីទីសាខាគណៈបក្សប្រជាជាតិនៅទីក្រុងខេនប៊ែរ៉ារដ្ឋ KC សូមជាបឋមនាងខ្ញុំស៊ីណាមកពីទីក្រុងខេមរ៉ាសូមថ្វាយបង្គំព្រះអង្គគ្រប់ព្រះអង្គទាំងសូមជម្រាបសួរលោកប្រធានសំរាស៊ីបងតាមេហៀងនិងលោកពូអ្នកមីងនៅក្នុងវេទិកាខាងមុខនេះទាំងអស់គ្នាសូមអរគុណបងប្អូនទាំងអស់គ្នានៅចូលរួមនៅអង្គសមាជថ្ងៃនេះសូមអរគុណសូមជម្រាបសួរនាងខ្ញុំនៅទីក្រុងខេមរ៉ាទីបតានាងខ្ញុំមានក្រុមតូចមួយតែបេះដូងពួកនាងខ្ញុំគឺធំចាអរគុណហើយនាងខ្ញុំដឹងយ៉ាងម៉េចដែរនាងខ្ញុំរស់នៅក្នុងកញ្ញាំខ្លាកញ្ញាំកពើពួកគេជុំវិញនាងខ្ញុំទាំងអស់នៅទីក្រុងខេមរ៉ាគឺជាទីក្រុងរបស់រដ្ឋសភាខ្មែរនៅទីនោះដូច្នេះគេគ្រប់គ្នាបើកភ្នែកមើលនាងខ្ញុំកំពុងធ្វើអ្វីធ្វើដំណើរទៅណាមកណាគេតាមដានខ្ញុំទាំងអស់ហើយខ្ញុំដឹងថាពួកគេហ្នឹងកំពុងតែបញ្ចូលក្រុមគ្នាគេមកចិត្តខ្លួនខ្ញុំទោះបីខ្ញុំធ្វើអ្វីមួយក៏ដោយក៏គេមកចង់ណែនាំខ្លួនគេជាថាចង់រាប់អាននាងខ្ញុំអូសទីនាងខ្ញុំតែខ្ញុំសូមអភ័យទោសធ្វើមិនបានសម្រេចទេទឹកដីបេះដូងខ្ញុំគឺនៅក្នុងប្រទេសកម្ពុជាខ្ញុំប្រទេសជាតិខ្ញុំជារបស់ខ្ញុំគ្មានអ្នកណាមួយមកអូសទីខ្ញុំបានទេថ្មីប៉ុន្តែខ្ញុំមានតែ3នាក់មែនសូមអរគុណបងកសបងស្រីខាងនោះគាត់នៅក្រោយខ្នងខ្ញុំរហូតតស៊ូការពារខ្ញុំរហូតយើងមានតែ3នាក់មែនក៏ប៉ុន្តែចិត្តយើងមិនអាចអ្នកណាទាញបានជាដាច់ខាតសូមបងប្អូនទាំងអស់គ្នាមេត្តាតស៊ូជាមួយនាងខ្ញុំគ្រប់គ្រងនាងខ្ញុំទោះបីខ្ញុំខុសឆ្គងឬមួយយ៉ាងណាអធិស្ឋានអភ័យទោសនិងគ្រប់គ្រងនាងខ្ញុំរហូតផងសូមអរគុណច្រើនចាសូមជូនពរដល់អ្នកគ្នាជ័យយោគណៈបក្សសង្គ្រោះជាតិនិងជ័យយោលោកប្រធានសពរាសីជ័យយោសូមអរគុណចាជ័យយោសូមអរគុណអ្នកស្រីទុយស៊ីណាបាទប្រធានស្ដីទីសាខាគណៈបក្សសង្គ្រោះជាតិនៅទីក្រុងខេនប៊ែរ៉ាដែលមានប្រសាសន៍យ៉ាងខ្លីហើយមានការបញ្ញាយ៉ាងម៉ឺងម៉ាត់បំផុតដែលមិនចោះញោមហើយគ្រប់គ្រងនៅចលនាជាតិតស៊ូដែលដឹកនាំដោយលោកប្រធានសភារាំងស៊ីបាទសូមអរគុណបន្តទៅទៀតក៏សូមអញ្ជើញអ្នកស្រីសៀមអេងប្រធានចលនាស្ត្រីអូសេអានីសូមក្រុមអញ្ជើញនាងខ្ញុំសូមថ្វាយបង្គំព្រះសង្ឃគ្រប់អង្គដែលមានវត្តមាននៅទីនេះហើយនាងខ្ញុំក៏សូមគោរពដល់លោកប្រធានស្ដីទីសំរាំងស៊ីហើយក៏សូមគោរពដល់លោកម៉ែនស្ថាវរិនសូមគោរពដល់លោកតាមេហៀងសូមស្វាគមន៍ចាហើយសូមគោរពដល់លោកគ្រូអ៊ីនណាតហើយសូមគោរពដល់លោកពូជីចហនជាប្រធានសមាគមខ្មែរហើយសូមគោរពដល់លោកសាវរាស៊ីផងដែរដែលធ្វើដំណើរពីឆ្ងាយមកហើយសូមគោរពដល់លោកពូវណ្ណាចាស់ព្រឹទ្ធាចារ្យដែលរស់នៅទីក្រុងមែលប៊ននេះតស៊ូយូរមកហើយក៏សូមគោរពដល់តំណាងសាខាគ្រប់ទាំងអស់ទូទាំងប្រទេសអូស្ត្រាលីទាំងមូលហើយនិងញូហ្សេឡង់ផងដែរហើយសូមគោរពដល់ខាងយុវជនសកលផងដែរចាដែលបានចូលរួមយ៉ាងច្រើនកកចា
ថ្ងៃហើយជាពិសេសនាងខ្ញុំក្នុងនាមខ្ញុំជាស្ត្រីនាងខ្ញុំសូមចូលរួមគ្រប់គ្រងចលនារបស់លោកប្រធានស្ដីទីសំរាមស៊ីចលនាជាតិតស៊ូដើម្បីប្រតិប្រជាធិបតេយ្យទាំងអស់គ្នាហើយនាងខ្ញុំក៏សូមអំពាវនាវដល់ស្ត្រីទាំងអស់ទូទាំងពិភពលោកជាពិសេសស្ត្រីនៅឯបរិយាជាណាចក្រកម្ពុជាក្រោកឈរតស៊ូដើម្បីគ្រប់គ្រងចលនាជាតិតស៊ូពីព្រោះបងយើងនៅឯនាយសមុទ្រនេះយើងក៏សហការគ្នាទាំងអស់ជាមួយនឹងបងប្អូនស្ត្រីយើងនៅឯបរិយាជាណាចក្រកម្ពុជាផងដែរហើយជាពិសេសឃើញបងប្អូនយើងធ្វើដំណើរមកពីរដ្ឋផ្សេងគឺភាគច្រើនស្ត្រីច្រើនជាងបរិសុទ្ធចាដូច្នេះហើយចាស្ត្រីរឹងមាំមែនតើចាហើយសូមថ្លែងអំណរគុណដល់គណៈកម្មការទាំងអស់ដែលបានចូលរួមជួយចាត់ចែងក្នុងកម្មវិធីនេះឲ្យបានជោគជ័យដល់កញ្ចក់ចង់នេះហើយក៏សូមអរគុណដល់កាមេរ៉ាចាអ្នកខាងមីឌាសូមថ្លែងអំណរគុណមែនទែនដែលបានជួយថតជាវីដេអូហើយនឹងជាកាមេរ៉ាផងដែរចូលរួមយ៉ាងច្រើនមែនទែនអរគុណច្រើនដល់មីឌាជាពិសេសមីឌានឹងជាសំខាន់មែនទែនដើម្បីផ្សព្វផ្សាយព័ត៌មានអ្វីដែលយើងធ្វើដើម្បីចែកចាយដល់បងប្អូនយើងទូទាំងពិភពលោកបានជ្រាបពីព័ត៌មានថាយើងនឹងធ្វើសមាជនៅថ្ងៃនេះគឺជោគជ័យមែនតើមានបងប្អូនយើងយ៉ាងតិចក៏400នាក់ដែរដែលចូលរួមពីព្រោះយើងដឹងតួលេខចាពីព្រោះតួលេខដែលបងប្អូនចុះរួមចុះឈ្មោះជាមួយនាងខ្ញុំនិងគណៈកម្មការយើងដទៃទៀតចាដូច្នេះហើយសមាជយើងថ្ងៃនេះគឺជោគជ័យមែនតើចាហើយសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងបន្តទៅទៀតមិនមែនពីជួយគ្រប់គ្រងខ្ញុំនេះគឺជួយគ្រប់គ្រងលើកស្ទួយដល់ប្រទេសជាតិយើងទាំងមូលដើម្បីពីព្រោះយើងទាំងអស់គ្នាត្រូវតែស្រឡាញ់ប្រទេសជាតិយើងទាំងអស់គ្នាមិនស្រឡាញ់តែបុគ្គលខ្ញុំឬក៏បុគ្គលណាម្នាក់ទេគឺស្រឡាញ់ប្រទេសជាតិយើងគឺសំខាន់ណាស់បុគ្គលគឺជាបុគ្គលផ្ទាល់ខ្លួនប៉ុន្តែប្រទេសជាតិជាប្រទេសជាតិរបស់យើងទាំងអស់គ្នាចាហើយអរគុណដល់ចុងភៅអ្នកដែលជួយចាត់ចែងរឿងម្ហូបអាហារខាង breakfast ខាង security ជាពិសេសខាង security ខាងបងអូនបុនឆាយលោកកបទាំងអស់គ្នាចាគឺសូមនិយាយសរុបទាំងអស់គ្នាចាពីព្រោះរៀបរាប់មិនអស់ទេពីព្រោះអ្នកជួយច្រើនមែនទែនចាដែលខំជួយសរសើរស្រាំប្រហែលថ្ងៃមកហើយនៅផ្ទះនាងខ្ញុំផងកម្មវិធីនៅទីនេះផងហើយចាអរគុណច្រើនមែនទែនចាអរគុណចាអរគុណដល់លោកកែវលេខជាអ្នកអធិប្បាយចាអរគុណច្រើនបាទអរគុណអ្នកស្រីសៀមអេងដែលមានប្រសាសន៍យ៉ាងក្បោះក្បាយហើយជាពិសេសគាត់គឺជាស្ត្រីឆ្នើមនៅ Victoria យើងនេះដែលគ្រប់កម្មវិធីទាំងអស់គឺគាត់បានចាត់ចែងយ៉ាងប្រសើរស្រាំនិងចំណាយពេលវេលាលុយកាក់ផ្ទាល់ខ្លួនយ៉ាងច្រើនដែលគ្រប់គ្នាទាំងអស់សុទ្ធតែដឹងបាទអញ្ចឹងសូមសម្លេងចាស់ដៃស្វាគមន៍ដល់អ្នកស្រីសៀមអេងវិញបាទបាទសូមអរគុណចាយោជាបន្ទាប់សូមគោរពអញ្ជើញលោកអែមបុណរិទ្ធលោកគឺជាប្រធានបណ្ដាញយុវជនកម្ពុជាសកលនៅរដ្ឋ Victoria សូមគោរពអញ្ជើញបាទជាបឋមសូមអនុញ្ញាតថ្វាយបង្គំព្រះសង្ឃជាទីសក្ការៈសូមគោរពដល់អង្គសមាជសូមគោរពអាដាមសំរងស៊ីជាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិជាប្រធានចលនាជាតិតស៊ូនិងជានិមិត្តរូបរបស់អ្នកប្រជាធិបតេយ្យគ្រប់រូបសូមគោរពអាដាមលោកទាវសូមគោរពចាស់ទុំនយោបាយរៀមច្បងនយោបាយមានលោកអ៊ំអ្នកមីងលោកពូលោកគ្រូដែលមានវត្តមាននៅទីនេះជាធិបតីសូមគោរពដល់លោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់ហើយជាពិសេសក៏សូមជម្រាបសួរដល់យុវជនទាំងអស់គ្នាផងដែរបាទពុកម៉ែបងប្អូនហើយសូមអរគុណដល់គណៈកម្មការដែលអនុញ្ញាតឲ្យយុវជនបានមានសម្លេងនៅក្នុងឱកាសដ៏មានសារៈសំខាន់នេះបាទខ្ញុំជាយុវជនប្រកតកូលពេកដោយពិបាកអញ្ចឹងសូម like I put like my ways ពុកម៉ែបងប្អូនអានេះទស្សនៈយុវជនទេណាពុកម៉ែបងប្អូនហើយមិនមែននិយាយតាមអ្នកណាឬក៏អានกระดาษទេគឺចេញពីបេះដូងពុកម៉ែបងប្អូនដំបូងឡើយយើងឃើញថា
លោកហ៊ុនសែនដឹកនាំប្រទេសបែបផ្ដាច់ការវាអត់ទៅមុខវាខ្សោយវាអន់បន្ទាប់មកយើងឃើញមានចរន្តផ្លាស់ប្ដូរមួយគេចង់ឲ្យយុវជនមានឱកាសចូលរួមដឹកនាំជាតិខ្ញុំពុកម៉ែបងប្អូនឃើញថាអានោះកូនគេក៏ដោយប្រហែលជាគេអាចដឹកនាំល្អជាងចាស់ជំនាន់មុនអាចគ្រាន់បើជាងឪពុករបស់គាត់លោកហ៊ុនសែនទោះបីជាផ្ទេរអំណាចឲ្យកូនក៏ដោយឲ្យចៅក៏ដោយខ្ញុំគិតថាជារបបមួយថ្មីនៅក្នុងសង្គមវាមិនមែនការផ្លាស់ប្ដូរតាមបែបជាប្រតិប៉ុន្តែយើងសង្ឃឹមថាអ្នកដែលបានទទួលការសិក្សាពីប្រទេសប្រជាធិបតេយ្យអាចនឹងដឹកនាំនាវាកម្ពុជាឲ្យងាកទៅរកលទ្ធិប្រជាធិបតេយ្យប៉ុន្តែផ្ទុយមកវិញពុកម៉ែបងប្អូនវាអត់វាសូន្យវាខ្សោយហើយហ៊ុនសែនយើងគ្រាន់តែគិតថាគាត់អន់ទេណាពុកម៉ែបងប្អូនព្រោះគាត់លើកបន្ទប់ដោយអ្នកណាពុកម៉ែបងប្អូនដោយបរទេសដោយអ្នកដទៃអញ្ចឹងគាត់អត់សូវខ្វល់រឿងជាតិទេហើយលោកហ៊ុនម៉ាណែតមិនត្រឹមតែអន់ទេកំសាកទៀតពុកម៉ែបងប្អូនប្រទេសខ្មែរយើងមានគេថាដឹកនាំអន់ហើយហ្នឹងបានជាខាងកើតគេច្រាប់ខាងលិចគេកាត់ពុកម៉ែបងប្អូនឥឡូវខ្ញុំមកថានិយាយឲ្យស៊ីជម្រៅពុកម៉ែបងប្អូនបានឃើញទាំងអស់គ្នាទៅចរចាជាមួយគេនិយាយមកបាវខ្ញុំនេះខំជឿថាប្រទេសកម្ពុជាពិតជារឹងមាំហើយមើលទៅគ្រាន់បើបន្តិចអើខ្សោយកូនដូចគ្រាន់បើប៉ុន្តែជាក់ស្ដែងឥឡូវហ្នឹងអត់ហ៊ានប្តឹងគេទៅចរចាគេខុបកិតគ្នាអានេះជាល្បិចដដែលពុកម៉ែបងប្អូនលោកហ៊ុនសែនរាល់ថ្ងៃនេះគាត់ប្រើយុទ្ធសាស្ត្រនយោបាយដែរបើស្ទើរសានអបហាម៉ាគេថា rapid hold ប៉ុន្តែគាត់ប្រើនៅក្នុងន័យអាក្រក់ពុកម៉ែបងប្អូនកាលណាដែលគាត់ធ្វើរឿងអាក្រក់មួយដែលប្រជាពលរដ្ឋងើបតវ៉ាកងកម្លាំងប្រដាប់អាវុធងើបតវ៉ាមិនគ្រប់គ្រងគាត់មិនមែនឈប់ទេណាគាត់ទៅធ្វើរឿងកាន់អាក្រក់ជាងនឹងទៀតដើម្បីឲ្យគេងាកទៅចាប់អារម្មណ៍អារឿងថ្មីបាទអញ្ចឹងយើងឃើញរឿងជាបន្តពុកម៉ែបងប្អូនដាក់លេនដ្ឋានទ័ពនៅរៀមយើងនាំគ្នាប្រតិកម្មគិតថាអូមិនកើតទេអញ្ចឹងបទូស្ថានភាពទៅកាត់ដីភ្នំតាម៉ៅឈូសភ្នំតាម៉ៅវាលវឹងយើងនាំគ្នាតវ៉ាគេថាអូអត់អីទេចាំតាមវិញអាព្រៃឈើរាប់រយឆ្នាំហ្នឹងណាឥឡូវវាលហើយហ្នឹងណាគេថាចាំតាមវិញអស់ពីរឿងភ្នំតាម៉ៅយើងតវ៉ារឿងស្ងាត់ទៀតណាកាត់4ខេត្តឲ្យទៅវៀតណាមទៀតបាទទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នាគឺជាយុទ្ធសាស្ត្រគេថាបើទុំអត់ឈ្នះទេគេបង្វែរស្ថានភាពឲ្យចាប់អារម្មណ៍រឿងថ្មីអញ្ចឹងជាគំនិតរបស់យុវជនពុកម៉ែបងប្អូនអត់ចង់រិះគន់គេច្រើនទេព្រោះយើងឃើញអីយើងថានឹងជាយុវជនអត់ចាំបាច់ប្រតិកូលច្រើនទេពុកម៉ែបងប្អូនយើងមើលគំរូចាស់ទុំរបស់យើងមើលគំរូអ្នកប្រជាធិបតេយ្យរបស់យើងថាតើអ្នកណាដែលអាចនាំកម្ពុជារបស់យើងមានអនាគតអាចឆ្ពោះទៅរកភាពរុងរឿងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដយើងគ្រប់គ្រងអ្នកលោកបងប្អូនបាទឥឡូវខ្ញុំសូមយើងផុតឲ្យខ្លីពុកម៉ែបងប្អូនឯកឧត្តមបងថាយើងប្រជាធិបតេយ្យគឺសម្លកកូរដែលមានគ្រប់រសជាតិបាទខ្ញុំជាយុវជនក៏ចង់ហូបសម្លកកូរប្រជាធិបតេយ្យដែរប៉ុន្តែយើងផុតនេះស្វេបងប្អូនជនផ្ដាច់ការខ្លាចការរួបរวมរាល់ថ្ងៃនៅក្នុងប្រទេសឯកឧត្តមលោកជំទាវពុកម៉ែបងប្អូនយើងជួបជុំតែ10នាក់គឺគេទៅសម្លុតភ្លាមសហជីពមិនបាច់ថាគណៈបកទេតែសហជីពគ្រូបង្រៀននេះជួបជុំតែ10នាក់គឺគេទៅដេញគេទៅបំបែកគេចោទថាក្បត់ជាតិភ្លាមគេខ្លាចណាស់ការរួបរวมអញ្ចឹងហើយអ្នកប្រជាធិបតេយ្យត្រូវផ្ដោតទៅលើការរួបរวมវិញការរួបរวมគ្នាគឺជាសរសៃឈាមនៃលទ្ធិប្រជាធិបតេយ្យគឺជាឆ្អឹងខ្នងនៃលទ្ធិប្រជាធិបតេយ្យគឺជាយន្តការពារបុគ្គលម្នាក់ដែលជាបុគ្គលលេចធ្លោអ្នកប្រជាធិបតេយ្យគេងើបមួយគេសម្លាប់មួយអ្នកប្រជាធិបតេយ្យណាលេចធ្លោគេក្តិចចោលអញ្ចឹងហើយដើម្បីការពារពួកគាត់យើងទាំងអស់គ្នាត្រូវបង្ហាញភាពក្លាហានដែរត្រូវចូលរួមទាំងអស់គ្នាបាទអញ្ចឹងពុកម៉ែបងប្អូនព្រមការពារអ្នកប្រជាធិបតេយ្យឯងបងប្អូនបាទនៅទីនេះពុកម៉ែបងប្អូនយើងមើលឃើញមានស្ថានគេថាស្ថាប័នច្រើនមានគណៈបកមានសមាគមមានយុវជនប៉ុន្តែខ្ញុំគ្រប់គ្រងពាក្យលោកប្រធានពាក្យចាស់ទុំបរិយាច្បងនយោបាយនិយាយថាយើងត្រូវការរួបរวมខ្ញុំចង់ឲ្យពុកម៉ែបងប្អូនកុំគិតថាពួកយើងជាអ្នកប្រជាធិបតេយ្យយើងកុំគិតថាយើងប្រជាធិបតេយ្យម្នាក់ឯងយើងត្រូវរួបរวมគ្នាខ្ញុំគ្រប់គ្រងពាក្យថា
យើងដោះអាវបាក់ចេញយើងពាក់អាវជាតិរួមគ្នាពុកម៉ែបងប្អូនយុវជនបន្តតាមខ្ញុំដោះអាវបាក់ពាក់អាវជាតិ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 បាទអរគុណពុកម៉ែបងប្អូនបាទសូមអរគុណច្រើនបាទសូមជូនទៅកម្មវិធីទៅអ្នកកម្មវិធីវិញបាទសូមបាទសូមបងប្អូនអែមបុនរិទ្ធដែលមានប្រសាសន៍ខ្លីប៉ុន្តែមានអត្ថន័យគ្រប់គ្រាន់បាទសម្រាប់បងប្អូនដែលប្រតិបត្តិជាបន្តទៅទៀតក៏សូមគោរពអញ្ជើញលោកអ៊ំជាយហនលោកគឺជាប្រធានសមាគមខ្មែរនៅរដ្ឋវិទ្យាសាស្ត្រជីវកម្មលោកគឺជាព្រឹទ្ធាចារ្យហើយក៏ជាពិតបរិបលោកបានជួយជ្រោមជ្រែងពលរដ្ឋខ្មែរយើងសង្គមខ្មែរយើងយ៉ាងច្រើនលោកបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តយ៉ាងច្រើនជួយដល់ខ្មែរយើងនៅទីនេះដូច្នេះសូមមេត្តាអបអរសាទរនិងទះដៃអបអរដល់សូមអរគុណដល់ក្មួយដែលជាអ្នកពិធីការនៅថ្ងៃនេះហើយជាពិសេសខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយជាពិសេសទៅទៀតគឺគោរពទៅដល់ឯកឧត្តមសំរងស៊ីហើយនិងលោកម៉ែនស្ថាវរិនដែលបានអញ្ជើញមកនៅថ្ងៃនេះគឺជាថ្ងៃមួយអស្ចារ្យណាស់បាទគឺប្រជាពលរដ្ឋខ្មែរយើងពេញមកប្រទេសអូស្ត្រាលីមានតាំងតាពី WA ក៏បានអញ្ជើញមកដែរខាង Canberra Sydney ហើយជាពិសេសគឺសាវអូស្ត្រាលីក្មួយតារាហើយនឹងលោកលឹមស្មេតហើយជាពិសេសទៅទៀតគឺមានលោកសានីគុំហើយនឹងលោករ៉ាស៊ីសាវមកពីញូហ្សេឡង់ហើយយើងមានខាងម៉ៅប៊ុនយើងគឺលោកម៉ែនបណ្ណាក្មួយសៀមអេងហើយនឹងអិនហែមរា3នាក់ហ្នឹងគឺថាខំណាស់ហើយជាពិសេសគឺមានលោកអិនណាតគឺជាសហការីរបស់ខ្ញុំដែលធ្លាប់ធ្វើការជាមួយគ្នាតាំងពីចុះពីស្រុកបារាំងមកហ្នឹងគឺបានជួបគ្នារហូតហើយយើងមានប្រវត្តិស្នាដោយសារថានៅរដ្ឋវិកតូរីយើងនេះគឺយើងមានតំណាងរាស្ត្រដែលមានដើមកំណើតខ្មែរបាទគឺលោកតាក់មិញហៀនមិនមែនជាការស្រួលទេដើម្បីឲ្យបានតំណាងរាស្ត្រខ្មែរម្នាក់ហ្នឹងមិនមែនស្រួលទេណាខំណាស់ដល់តាខ្មែរហ្នឹងរាប់រយនាក់ជួយគ្រប់គ្រងនៅក្នុងគណៈបកហ្នឹងបានអាចយើងមានតំណាងរាស្ត្រខ្មែរយើងហើយជាពិសេសគឺស៊ីដនីហ្នឹងបងប្អូនរងគិតនៃលោកយ៉ាងម៉េចធ្វើយ៉ាងម៉េចឲ្យមានតំណាងរាស្ត្រខ្មែរមួយគេផងបាទសូមជួយបាទហើយក្មួយឆៃរីក៏ចិត្តដែរបាទសូមជួយបាទពីព្រោះអីខ្ញុំសង្ឃឹមថាស៊ីដនីហ្នឹងក៏វាអាចមានដែរក៏ប៉ុន្តែបើយើងឈានពីដំណាក់កាលធ្វើជា counselor ទីប្រឹក្សាសាលាក្រុងបាទទីប្រឹក្សាសាលាក្រុងនេះគឺជា grassroots របស់បេក្ខជនតំណាងរាស្ត្របាទហើយខ្ញុំធ្លាប់ធ្វើនៅសាលាក្រុងហ្នឹងគឺមែនតើ23ឆ្នាំហើយទើបតែចូលនិវត្តន៍នៅឆ្នាំ2020នេះទេខ្ញុំសូមនិយាយអំពីក្បត់ជាតិគឺគេតែងតែនិយាយថានៅប្រទេសកម្ពុជានេះអ្នកណាបន្តិចឲ្យតែស្រឡាញ់លទ្ធិប្រជាធិបតេយ្យស្រឡាញ់ខ្មែរស្រឡាញ់អីហ្នឹងគឺជាមនុស្សក្បត់ជាតិឲ្យតែអ្នកណាបានគ្នាងើបគ្នាបន្តិចហ្នឹងគឺក្បត់ជាតិដែរតើមែនតែនទៅអ្នកណាជាមនុស្សក្បត់ជាតិបងប្អូនតកូលហ៊ុនបាទតកូលហ៊ុនអាមនុស្សក្បត់ជាតិហ្នឹងគឺជាអាមនុស្សកាត់ទឹកដីខ្មែរយើងហ្នឹងឲ្យគេណាអាហ្នឹងគឺជាពលឹងបេះដូងរបស់យើងនៅក្នុងដួងចិត្តរបស់យើងហ្នឹងរឿងអីបាទខ្ញុំរត់ចេញពីប្រទេសកម្ពុជាពីព្រោះខ្ញុំចាញ់បោកខ្វាយក្រហមម្ដងទៅហើយដល់តែចូលហ៊ុនសែនមកក្រហមទៀតហើយមិនតែក្រហម
វាថែមយកយួនធ្វើជាច្បាយលេងទៀតខ្ញុំធ្វើការនៅរៀបចំក្រុងហ្នឹងគឺទីប្រឹក្សាសាលាក្រុងហ្នឹងគឺវាមានអ្នកជំនាញការយួនហ្នឹងគឺគេនៅពីលើមុនធ្វើអីគឺឲ្យសួរអាជំនាញការយួនហ្នឹងតែវាមកអត់ដឹកខ្យល់អីសោះមកត្រួតលើក្បាលយើងអាហ្នឹងហើយគឺជាអាបត់ជាតិចំហើយបាទឥឡូវហ្នឹងគឺត្រូវជាមួយសៀមទៀតចង់សៀមយកអីក៏ដោយក៏ត្រូវរហូតបាទហើយខាងយើងខាងក្រៅនេះចិត្តតែសុំថាឲ្យទៅប្តឹងអង្គការសហជីវជាតិទៅពីព្រោះយើងធ្លាប់ឈ្នះពីរឿងព្រះវិហារមួយហើយរឿងអីអាកោះគុជហ្នឹងមិនព្រមប្តឹងឥឡូវហ្នឹងគឺប្រាសាទតែមន់ប្រាសាទស្អីណាហ្នឹងគឺអាសៀមហ្នឹងវាមកយកអស់ហើយគឺអត់រវល់ទេគិតតែដើរទៅអោបជាមួយនាយករដ្ឋមន្ត្រីសៀមហ្នឹងដូច្នេះយើងទាំងអស់គ្នានៅខាងក្រៅហ្នឹងយើងត្រូវតែរួបរวมគ្នាខ្ញុំជឿជាក់ថាការបង្កើតចលនាជាតិតស៊ូនេះគឺជាការមួយត្រឹមត្រូវខ្ញុំសូមគោរពទ្រព្យហើយជាពិសេសទៅទៀតហ្នឹងយើងកំណៅស្ងៀមពីរឿងរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគឺយើងត្រូវតែបង្កើតដែរបើកាលណាយើងបង្កើតវាមានរដ្ឋខ្លះគេមិនទទួលស្គាល់យើងក៏តែក៏មានរដ្ឋខ្លះគេប្រទេសខ្លះគេអាចទទួលស្គាល់យើងដែរយើងមានបទពិសោធន៍កាលពេលបកូនអាស៊ីអនុលោកនៅខាងក្រៅហ្នឹងក៏មានរដ្ឋាភិបាលខាងក្រៅប្រទេសដែរបាទទោះបីជាហ៊ុនសែននៅខាងក្នុងពួកយួនវាយកទឹកដីខ្មែរយើងហ្នឹងក៏យើងមានរដ្ឋាភិបាលក្រៅប្រទេសដែរដូច្នេះយើងត្រូវតែធ្វើការតស៊ូតទៅមុខហើយជាពិសេសទៅទៀតដោយលោកតំណាងរាជយើងគាត់មានប្រសាសន៍អញ្ចឹងគឺថាយើងឈ្មោះខុសគ្នាយើងគោលគំនិតនយោបាយខុសគ្នាក៏ប៉ុន្តែយើងមានរបស់មួយដែលដូចគ្នាដែលត្រូវគ្នាទាំងអស់ហ្នឹងគឺជាតិរបស់យើងត្រូវការធ្វើយ៉ាងម៉េចទាមទារយ៉ាងម៉េចយកជាតិរបស់យើងហ្នឹងឲ្យមានលទ្ធិប្រជាធិបតេយ្យហើយជាពិសេសបោះឆ្នោតហ្នឹងកុំបោះឆ្នោតបន្លំយើងឃើញហើយនៅប្រទេសអូស្ត្រាលីនេះគឺច្បាស់ណាស់គេបោះឆ្នោតថ្ងៃហ្នឹងតែម៉ោង10យប់ហ្នឹងគេដឹងហើយអ្នកណាឈ្នះគេប្រកាសហើយអ្នកចាញ់ហ្នឹងគេឡើងទៅថ្លែងថាគេចាញ់ហើយកុំដេញរ៉ូស៊ីបន្លំរបៀបហ្នឹងបន្លំយូរហើយជិត40ឆ្នាំ40ផ្លាយឆ្នាំហើយដូច្នេះល្មមហើយល្មមដល់ពេលយើងទាំងអស់គ្នាទៅជំរះបញ្ជីធ្វើយ៉ាងម៉េចទាមទាររកយុត្តិធម៌ទាមទាររកលទ្ធិប្រជាធិបតេយ្យហើយជាពិសេសគឺសូមឲ្យរដ្ឋាភិបាលនៅកម្ពុជាហ្នឹងតកូលហ៊ុនហ្នឹងហ៊ុនឪហ៊ុនកូនហ្នឹងគឺមេត្តាគោរពនៅលទ្ធិប្រជាធិបតេយ្យគោរពនៅគោលបំណងនៅចិត្តរបស់ប្រជារាស្ត្រពីព្រោះប្រជារាស្ត្រជាម្ចាស់ឆ្នោតដូច្នេះបើប្រជារាស្ត្រស្រឡាញ់យ៉ាងណាឲ្យគេកាន់ទៅកុំធ្វើរបៀបហ្នឹងទៀតហើយជាពិសេសខ្មែរពីដើមមិនដែលទៅរត់ទៅធ្វើខ្ញុំទេនៅស្រុកសៀមទេកាលសម័យខ្ញុំហ្នឹងគឺមិនដែលទេមិនដែលខ្មែរណាចង់ទៅរស់នៅស្រុកសៀមចង់ទៅធ្វើខ្ញុំគេអញ្ចឹងទេគឺផ្នែកខាងសេដ្ឋកិច្ចខ្មែរឥឡូវហ្នឹងវាក្រោមសូន្យទៅទៀតយើងពីដើមខ្មែរហើយនឹងសៀមខ្មែរហើយនឹងយួនហ្នឹងដូចតែគ្នាទេមិនដែលឃើញខ្មែរណាឈឺហើយរត់ទៅព្យាបាលនៅស្រុកយួនទេយើងព្យាបាលតែនៅប្រទេសកម្ពុជាយើងហ្នឹងវាមានអ្នកជំនាញការវាមានពេទ្យយើងហ្នឹងគឺល្អណាស់ហ
ហើយខ្ញុំសូមផ្ដាំផ្ញើទៅតកូលហ៊ុនផងចាបើទៅយួនសូមមេត្តាប្រាប់រដ្ឋាភិបាលយួនឲ្យជួយមើលជនជាតិខ្មែរក្រោមផងពេលអាយុធវាមកស្រុកខ្មែរម្ដងវាប្រាប់ហ៊ុនសែនហ្នឹងថាឲ្យមើលកូនចៅវាផងឲ្យមើលយួនផងអូចុះបេះដូងខ្មែរយើងនៅណាពេលតែទៅយួនម្ដងគេចាប់ប្រសងយួនគេចាប់ប្រសងខ្មែរយើងយកទៅដាក់ទុកគេធ្វើបាបបញ្ជុលប្រជាពលរដ្ឋខ្មែរយើងអត់មានរវល់អីទាំងអស់គឺទៅហ្នឹងទៅចាំតែស្ដាប់បញ្ជារបស់យួនដូច្នេះនៅទីបញ្ចប់នេះខ្ញុំសូមបងប្អូនទាំងអស់មេត្តារួមគ្នាទោះបីជាយើងមានមនោគមវិជ្ជាខុសគ្នាយ៉ាងម៉េចក៏ដោយយើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងម៉េចរំដោះប្រទេសជាតិយើងពីតកូលហ៊ុនឲ្យបានបាទសូមអរគុណ សូមអរគុណដល់លោកពីយរនដែលមានប្រសាសន៍ពន្យល់យ៉ាងខ្វះខ្វាយទាក់ទងទៅនឹងស្ថានភាពទូទៅនៅក្នុងប្រទេសកម្ពុជាយើងនិងអូស្ត្រាលីបាទសូមអរគុណបន្ទាប់ទៅទៀតខ្ញុំបាទសូមគោរពអញ្ជើញលោកអិនណាតលោកគឺជាប្រធានសហព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីអំពីកម្ពុជាបាទសូមគោរពអញ្ជើញ បាទជាបន្តសូមថ្វាយបង្គំព្រះថេរានុថេរៈព្រះអង្គសូមគោរពអាយដាមសំរងស៊ីដែលមានវត្តមាននៅទីនេះហើយលោកម៉ែនស្តាវិនបងជាយហនហើយនឹងnhiềuកិត្តិយសទាំងអស់ដែលត្រូវបានទេសនាមកន្លងមកហើយក៏សូមស្វាគមន៍បងប្អូនដែលមកពីរដ្ឋផ្សេងៗមានស្តាវ៉ាល់ពី Brisbane ឬពី Canberra ពី South Australia ជាដើមពិតជាសក្ខីភាពមួយដែលជាការលះបង់ដ៏ច្រើនរបស់បងប្អូនដែលអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីនេះនៅថ្ងៃនេះប៉ុន្តែក្រៅពីនោះគឺការចូលរួមរបស់បងប្អូនទាំងអស់នៅក្នុងទីនេះពិតជាសក្ខីភាពមួយនៃការរួបរวมគ្នាហើយជាពិសេសដើម្បីមកស្ដាប់ការបញ្យល់នៅសន្ទរកថារបស់អាដាមសំរងស៊ីដែលនឹងថ្លែងសេចក្តីដែលនឹងត្រូវធ្វើនៅក្រោយពេលពិសាបាយថ្ងៃត្រង់រួចនៅពេលនេះខ្ញុំដោយខ្ញុំគ្រាន់តែចង់បង្ហាញនៅការគ្រប់គ្រងចំពោះមតិនិងសេចក្តីថ្លែងការណ៍របស់វាគ្មិនពីមុនមកខ្ញុំពិតជាយល់ស្របជាពិសេសមានលោកហៀងតាក់ដែលជាតំណាងរាស្ត្រលោកបាននិយាយយ៉ាងក្បោះក្បាយចំណុចសំខាន់បំផុតនោះគឺសម្លកកោបាទហើយយើងពិតជាត្រូវការរួបរวมគ្នាការរួបរวมនេះគឺមិនមែនត្រឹមតែរួបរวมនៅទីនេះទេគឺរួបរวมទាំងនៅប្រទេសកម្ពុជានិងនៅក្នុងពិភពលោកទាំងខ្មែរលើខ្មែរក្រោមខ្មែរកណ្ដាលទាំងអស់កាលណាយើងមានការរួបរวมគ្នាកម្លាំងលទ្ធិកម្លាំងនៃអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនឹងអាចតស៊ូជាមួយអាដាមសំរងស៊ីដើម្បីឈានទៅរកជោគជ័យដើម្បីផ្លាស់ប្ដូររបបគ្រប់គ្រងនៅប្រទេសកម្ពុជាខ្ញុំគ្រាន់តែសូមលើកឡើងបន្តិចថាកាលណាយើងមានរបបគ្រប់គ្រងដែលមានលទ្ធិប្រជាធិបតេយ្យយើងនឹងអាចលុបបំបាត់បាននៅអំពើអយុត្តិធម៌សង្គមនៅការរំលោភសិទ្ធិមនុស្សជាដើមឡាក់ហើយកិច្ចការអធិបតេយ្យភាពនៃប្រទេសកម្ពុជាក៏នឹងត្រូវបានដោះស្រាយផងដែរពេលនោះជាពិសេសយើងកំពុងតែជួបប្រទះនៅបញ្ហាជាច្រើនដែលបច្ចុប្បន្ននេះរដ្ឋាភិបាលគ្រាន់តែបង្វែរស្ថានភាពដោយមិនព្រមដោះស្រាយបញ្ហាកាលណាមិនដោះស្រាយវានៅតែកើនឡើងហើយកាន់តែច្រើនឡើងយើងមិនអាចលាក់បាំងបញ្ហាទាំងនោះបានទេយើងឃើញហើយបញ្ហាអធិបតេយ្យភាពដែលត្រូវបានគេរំលោភទាំងសងខាងទាំងអស់នេះយើងត្រូវការប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយកមកជាដំណោះស្រាយឧទាហរណ៍កិច្ចការដំណោះស្រាយកោះគុតគឺយើងអាចប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងអាចប្រើ UN clause ដែលទាក់ទងនឹងច្បាប់សមុទ្រហើយក៏យើងអាចប្រើតុលាការអន្តរជាតិទាំង3នេះគឺជាចំណុចសំខាន់ដែលយើងអាចយកមកប្រើប្រាស់បានប៉ុន្តែ
មេដឹកនាំបច្ចុប្បន្ននេះមិនអាចយកដំណោះស្រាយមិនអាចមានដំណោះស្រាយនៅលើបញ្ហានេះទាំងអស់នេះបានទេលើកលែងតែយើងមានការផ្លាស់ប្ដូរក្នុងពេលនេះដែរខ្ញុំគ្រាន់តែឥឡូវនេះចង់ជម្រាបថាខ្ញុំយល់ថាការតស៊ូចលនាតស៊ូជាតិរបស់អាដាមសងប្រទេសត្រូវបានបង្កើតឡើងកន្លងមកនេះពិតជានឹងនាំមកនៅលទ្ធិប្រជាធិបតេយ្យពិតជានឹងនាំមកនៅការបង្រួបបង្រួមខ្មែរទូទាំងពិភពលោកនិងទូទាំងក្នុងទាំងក្រៅប្រទេសទាំងខ្មែរលើខ្មែរក្រោមទាំងអស់ហើយកាលណាយើងបានលទ្ធិប្រជាធិបតេយ្យយើងក៏អាចស្វែងរកដំណោះស្រាយសម្រាប់ខ្មែរកម្ពុជាក្រោមផងដែរយើងឃើញហើយឆ្នាំនេះជាឆ្នាំ76ដែលយួនបានឆ្លៀនពៀននឹងរំលោភឆ្លៀនពៀនយកទឹកដីកម្ពុជាក្រោមយកទៅកាន់កាប់ដូច្នេះយើងមានមេដឹកនាំដែលមានលទ្ធិប្រជាធិបតេយ្យខ្ញុំជឿថាយើងក៏អាចស្វែងរកដំណោះស្រាយដល់បងប្អូនកម្ពុជាក្រោមដែលពួកគាត់បានតស៊ូលះបង់ជីវិតយ៉ាងខ្លាំងក្លាតាំងពីរាប់រយឆ្នាំរហូតជាពិសេស76ឆ្នាំចុងក្រោយនេះគាត់ទទួលរងទុក្ខយ៉ាងវេទនាហើយដែលយើងត្រូវតែមានដំណោះស្រាយដោយសារតែអ្វីដែលខ្ញុំចង់និយាយនោះក្រៅវាគ្មានមុនជាពិសេសខាងក្មួយជាក្រមយុវជនសកលក៏បានរៀបរាប់ឲ្យដែរនោះខ្ញុំសូមបញ្ចប់ត្រឹមនេះហើយសូមជូនពរដល់អង្គការតស៊ូជាតិឲ្យបានទទួលជោគជ័យក្នុងពេលដ៏ឆាប់បំផុតដើម្បីពួកយើងទាំងអស់គ្នារួចផុតពីបាទការឈឺចាប់ការខកចិត្តហើយយើងនឹងជួយគ្នាដើម្បីកសាងប្រទេសកម្ពុជាជាបន្តទៅទៀតប្រទេសកម្ពុជាពិតជាត្រូវការយើងហើយសូមជូនពរអាដាមសូមឲ្យបេសកកម្មនេះបានទទួលជោគជ័យជាក្នុងពេលឆាប់បំផុតសូមអរគុណសូមអរគុណដល់លោកអណាតបាទដែលមានប្រសាសន៍យ៉ាងបកក្បាយនៅពេលនេះបន្តទៅទៀតខ្ញុំបាទសូមគោរពអញ្ជើញលោកអិនលឹមតារាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវិទ្យាល័យសូមគោរពអញ្ជើញបាទសូមថ្វាយបង្គំព្រះរាជគុណគ្រប់ព្រះអង្គដែលមានវត្តមាននៅទីនេះនិងឯកឧត្តមសំរងស៊ីដែលជាអិសរាជជនជាន់ខ្ពស់ក្នុងប្រវត្តិសាស្ត្រខ្មែរបាទខ្ញុំលំណារាគេថាមានភ័ព្វវាសនាបានចូលរួមនៅសមាជអង្គសមាជថ្ងៃនេះហើយទៅខ្ញុំប្រវត្តិខ្ញុំកើតចេញពីកូនអ្នកស្រែប៉ុន្តែដោយសារស្រឡាញ់ជាតិដោយសារឃើញបញ្ហារបស់ជាតិអញ្ចឹងហើយធ្វើឲ្យខ្ញុំមានការតស៊ូរហូតមកដល់ថ្ងៃនេះបាទហើយខ្មែរក្រមតែងតែសង្ឃឹមជានិច្ចចំពោះឯកឧត្តមគេថាគាំទ្រមិនងាករេគេថាដឹកនាំកូនខ្មែររបស់ជាតិចេញពីត្រកូលហ៊ុនដែលជាអាយ៉ងទីក្រុងហាណូយនិងសូមគោរពវត្តមានប្រធានសមាគមនិងអង្គការនានាព្រមទាំងអស់លោកស្រីដែលមានវត្តមាននៅទីនេះដោយសេចក្តីគោរពគឺថាខ្ញុំមាន5ចំណុចដើម្បីស្នើសុំនៅអង្គសមាជថ្ងៃនេះគឺទី1ខ្ញុំស្នើសុំឯកឧត្តមសំរងស៊ីគឺទទួលស្គាល់ខ្មែរក្រមគឺជាជនជាតិដើមកំពុងរស់នៅភាគខាងត្បូងនៃប្រទេសវៀតណាមសពថ្ងៃទី2ស្នើសុំលោកប្រធានទទួលស្គាល់ខ្មែរក្រមគឺជាពូជអម្បូរតែមួយហើយសូមគាំទ្រចលនាតស៊ូខ្មែរក្រមនៅក្រៅប្រទេសឲ្យពេញទំហឹងនិងទាមទារសិទ្ធិសេរីភាពជាម្ចាស់ប្រទេសនៅភាគខាងត្បូងនៃប្រទេសវៀតណាម
ទី3គឺថាសុំគ្រប់គ្រងលោកប្រធានសំរងស៊ីបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសសម្រាប់ខ្មែរនៅក្រៅប្រទេសនិងក្នុងស្រុកទី4រៀបចំកម្លាំងពេញពិភពលោកទម្លាក់ហ៊ុនម៉ាណែតចេញពីអំណាចខ្មែរទី5បដិញ្ញយួនទៅអង្គការ ICJ គេថាយួនបានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងលុកលុយកិច្ចការផ្ទៃក្នុងរបស់ខ្មែរបញ្ចូលយួនខុសច្បាប់ចូលមករស់នៅលើទឹកដីខ្មែរគម្រាមកំហែងសន្តិសុខរបស់ជាតិខ្មែរនិងពលរដ្ឋខ្មែរទាំងអស់នេះគឺយើងកំពុងតែមានការព្រួយបារម្ភមែនទែនដូច្នេះសូមឲ្យលោកប្រធានសំរងស៊ីត្រូវតែគិតគូរអំពីរឿងនេះបាទសូមអរគុណបាទសូមអរគុណលោកលឹមតារាបានមានប្រសាសន៍ក្នុងឱកាសដ៏មានតម្លៃនេះបាទហើយមុននឹងយើងទទួលទានអាហារថ្ងៃត្រង់នៅពេលនេះខ្ញុំបាទក៏សូមគោរពអញ្ជើញតំណាងពលរដ្ឋម្នាក់ដើម្បីធ្វើចំណាប់អារម្មណ៍នៅក្នុងអង្គសមាជនេះជាពិសេសសូមគោរពអញ្ជើញលោកពុទ្ធិស័ក្តិបាទលោកពុទ្ធិស័ក្តិបានលើកដៃយ៉ាងសូមគោរពអញ្ជើញលោកមានចំណាប់អារម្មណ៍តាក់ទងទៅនឹងអង្គសមាជយើងគ្នាពេលនេះបាទសូមគោរពបាទជាបឋមសូមក្រាបថ្វាយបង្គំព្រះរាជគុណគ្រប់ព្រះអង្គសូមគោរពលោកប្រធានសំរងស៊ីក៏ដូចជាគណៈកម្មការញាតិកិត្តិយសជាពិសេសបងប្អូនជនរួមជាតិបាទបងប្អូនជនរួមជាតិខ្ញុំបាទច័ន្ទពុទ្ធសាសអតីតសកម្មជនដីធ្លីបឹងកក់ជាសកម្មជនការពារសិទ្ធិមនុស្សជាអតីតវីរៈបាតកោ23នាក់ដែលត្រូវរដ្ឋាភិបាលចាត់យកទៅដាក់គុកតាពាំងខ្លងរយៈពេល5ខែដោយបុព្វហេតុទាមទារប្រាក់ខែជូនកម្មករខ្ញុំខ្ញុំស្ដាប់ប្រសាសន៍បងស្រីលើកពីភាពបដិញ្ញាចិត្តភាពស្មោះត្រង់រឿងបររបស់គាត់ខ្ញុំគ្រប់គ្រងនិងសូមគោរពនៅវីរភាពរបស់គាត់ខ្ញុំធ្លាប់ឆ្លងកាត់នាយករដ្ឋមន្ត្រីបច្ចុប្បន្នធ្លាប់ហៅខ្ញុំទៅជួបផ្ទាល់ដើម្បីអូសទាញប៉ុន្តែខ្ញុំបាននិយាយហើយឧត្តមប្រទេសខ្ញុំមិនអាចផ្លាស់ប្ដូរបានទេខ្ញុំនៅជាមួយនឹងការឈឺចាប់ខ្ញុំនៅជាមួយនឹងប្រជាពលរដ្ឋបាទខ្ញុំគឺជាជនរងគ្រោះផ្ទាល់បងប្អូនថ្ងៃនេះខ្ញុំសូមអរគុណនៅវត្តមានអង្គពូមីងបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនបងប្អូននេះហើយគឺជាអំណាចជាកត្តាជោគជ័យនៅពេលដែលយើងមានការរួបរวมវាជាពន្លឺនៃក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នាជាពិសេសបងប្អូនជនរួមជាតិយើងដែលនៅក្នុងស្រុកនោះដែលគាត់កំពុងតែជាប់ថាគុកដាច់ជញ្ជាំងគ្មានសិទ្ធិសេរីភាពរងនឹងការរំលោភបំពានគ្រប់បែបយ៉ាងរំលោភសិទ្ធិមនុស្សរំលោភយកដីធ្លីចំនួនអ្វីផ្សេងទាំងអស់ធ្វើទុកបុកម្នេញគ្រប់បែបយ៉ាងធនធានទ្រព្យសម្បត្តិជាតិបាទត្រូវគេរឹបអូសគាត់គ្មានសេរីភាពក្នុងការបញ្ចេញមតិទេណាចឹងនៅពេលដែលគាត់ឃើញដែលបងប្អូនទាំងអស់គ្នានេះដែលរស់នៅប្រទេសប្រជាធិបតេយ្យមានសិទ្ធិមានសេរីភាពណាអាចបញ្ចេញសម្លេងនេះទាមទារយុត្តិធម៌សម្រាប់កម្ពុជាគាត់សប្បាយចិត្តណាគាត់រំភើបអញ្ចឹងខ្ញុំអ្វីដែលចង់និយាយសូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នាដែលមានសិទ្ធិមានសេរីភាពហើយណាជួយចូលរួមដុតសកម្មភាពសង្គមទាមទារយុត្តិធម៌សង្គមជូនកម្ពុជាជូនបងប្អូនយើងដែលកំពុងដែលគ្រោងទុក្ខវេទនាបាទហើយជាមួយនេះគ្នាដែរខ្ញុំក្នុងនាមប្រជាពលរដ្ឋក៏ដូចជាក្នុងនាមជាទីប្រឹក្សាយុវជនបណ្ដាញយុវជនសកលសូមប្រកាសគ្រប់គ្រងចលនាជាតិតស៊ូរបស់លោកប្រធានសំរងស៊ីគ្រប់គ្រងបងប្អូនគ្រប់គ្រងបាទអញ្ចឹងយើងចូលរួមសកម្មភាពទាំងអស់គ្នាបាទសូមអរគុណអរគុណដល់បងប្អូនច័ន្ទពុទ្ធិស័ក្តិដែលជាតំណាងឲ្យពលរដ្ឋយើងហើយបានសម្ដែងនៅអារម្មណ៍ពិតសម្ដីពិតដែលចេញពីបេះដូងសម្ដែងនៅការជឿចាប់នៅពេលនេះបាទមុននឹងបិទបញ្ចប់បាទខ្ញុំសូមជម្រាបថា
ឥឡូវនេះដល់ពេលវេលាដែលយើងទទួលទានអាហារថ្ងៃត្រង់ហើយយើងចំណាយពេលប្រហែលជា45នាទីបងប្អូនត្រឡប់មកចូលទីកន្លែងរៀងខ្លួនអញ្ចឹងអាហារដែលយើងរៀបចំគឺនៅតុខាងស្ដាំដៃហើយនៅខាងក្រៅនេះមានមួយកន្លែងដែរអញ្ចឹងបងប្អូនទៅគណៈកម្មការយើងនឹងរៀបចំជូនបាទសូមអរគុណអញ្ចឹងសូមគោរពអញ្ជើញគណៈអធិបតីភាកិត្តិយសក៏ដូចជាបងប្អូនទាំងអស់មេត្តាក្រោកឈរសម្រួលរយៈបត់ហើយទទួលទានអាហារថ្ងៃត្រង់ទាំងអស់គ្នាបាទដែលគណៈកម្មការយើងខ្ញុំបានរៀបចំជូនហើយយើងត្រឡប់ចូលមកក្នុងកម្មវិធីយើងវិញនៅប្រមាណជា40នាទីក្រោយបាទសូមអញ្ជើញបាទKuman. Bon, trong về lục miền hộ tay cũng như là cũng ai lại thọt đây, cũng như là thọt. Cách tập lao luôn kia. Cái này. Làm được cái món này à? Thank you.